បងចាន់រលកធំណាស់កម្លាំងទូកយើងមិនគ្រប់ទេឥឡូវទីងសំណាញ់នឹងត្រីច្រើនខ្លាចចេញមិនរួចមិនបានទេត្រូវកាត់ជួយសំណាញ់ត្រីខាត់ណាព្រៃនេះយ៉ាងតិច$500,000ខ្ញុំត្រូវតែនាំវាត្រឡប់ទៅវិញត្រីទាំងនេះជាជីវិតឪពុកប៉ានឹងតាភ្ញាក់ពេលណាទៅគ្រូពេទ្យថាតានឹងភ្ញាក់ឆាប់ទើបតែទទួលរកឃើញអ្នកបរិច្ចាគឪពុករញ្ញាប់រៀបចំថ្លៃវះកាត់ប៉ុន្មានរៀបចំ$50,000សិន50,000លក់ផ្ទះលក់ដីក៏គ្មានដែរយកលុយច្រើនម្លេះមិនបាក់កុំបារម្ភរឿងលុយយើងរកវិធីទៀតបើអត់មានផ្លូវលក់ផ្ទះចេញញ៉ាត់មិត្តបន្តិចទៀតគួរតែស៊ូនឹងចូលរៀនថ្នាក់ទីលក់ផ្ទះអស់គ្មានសិទ្ធិរៀនទេមិនត្រូវឲ្យកូនខាតដៃដាច់ជើងទេខ្ញុំរកវិធីដល់ចាំធំរកអញហើយពួកខ្ញុំយ៉ាងមិនដែរចាំខុនឪពុកខ្ញុំត្រូវការតម្រង់នំថ្លៃ50000រៀនជាមួយគ្នាខ្ចីខ្ញុំបន្តិចបានខ្ញុំទើបទិញទូកថ្មីលុយដៃរឹងប៉ុន្តែរដូវត្រីខាត់ណាព្រៃចិត្តដល់ហើយខ្ញុំខ្វះអ្នកបើកទូកជំនាញបើអញព្រមចេញសមុទ្រចំណេញខ្ញុំចែកអញ3ភាគឥឡូវត្រីខាត់1គីឡូ2 3សំណាងល្អមួយទូកបានរាប់សិបម៉ឺនអញគិតមើលចេញប៉ុន្មានថ្ងៃឆាប់កាន់តែល្អទៅចានធំការព្យាករណ៍អាកាសសង្គ្រាមធំមិនធ្លាប់មាន10ឆ្នាំអញចេញទៅលើមិនបានទេបាក់ចានធំយើងមិនអាចយកជីវិតបដូរលុយទេម៉ាក់ស៊ីវ៉ាន់កុំបារម្ភខ្ញុំចេញសមុទ្រច្រើនឆ្នាំចេះដឹងខ្លួនឥឡូវជាពេលត្រីខាត់ណាព្រៃល្អបំផុតបើចាប់ឱកាសនេះបានលុយបដូរតម្រង់នំឪពុកបានហើយយើងរកបានតែត្រូវមានជីវិតរស់ទៅចាយបានអូនស្រីជូជីរៀនចប់ប្អូនប្រុសរៀបការមានកូនចិញ្ចឹមគ្រួសារសុទ្ធអ្នករាល់គ្នាក៏លើកនេះបើយើងត្រឡប់ទៅវិញបញ្ហាទាំងអស់របស់យើងកុំបារម្ភខ្ញុំមិនយកជីវិតបងប្អូនមកខ្ញុំប្រកាសថាបងឆេងបងថាធ្វើម៉េចយើងធ្វើតាមយើងត្រូវឆ្លងកាត់រលកធំបំផុតឆ្លងផុតហើយយើងនឹងល្អបងឆេងខ្ញុំជឿបងចាំយើងឆ្លងរលកនេះអ្នករាល់គ្នាទាញសំណាញ់បានបងឆេងចេញទៅលើនេះទាញសំណាញ់ខ្ញុំទៅលើបងឆេងយើងជោគជ័យហើយសំណាញ់នេះបានជាង2000សុទ្ធតែត្រីពណ៌លឿងព្រៃយើងនឹងផ្លាស់ប្ដូរជីវិតហើយអានេះចេញសមុទ្រ2ថ្ងៃហើយមិនទាន់ត្រឡប់ក្មេងនេះប្រហែលស្លាប់ក្នុងសមុទ្រវាស្លាប់មិនសំខាន់តែទូករបស់អញមិនត្រូវអញក៏គិតតែពីលុយដែរមិនក៏ឲ្យវាយកទូកចេញសមុទ្រកណ្ដាលព្យុះទូកបាត់យើងខាត់ធំឯងដឹងអីរដូវត្រីពណ៌លឿងខ្លីណាស់មិនចាប់ឱកាសទេចាំដល់ឆ្នាំក្រោយជួងខ្វះលុយឲ្យវានឹងឈួតរកត្រីពណ៌លឿងបើវារកឃើញមួយហ្វូងយ៉ាងតិចបានប៉ុន្មានលានសុបិនឃើញគេហើយខ្ញុំថាទូកត្រឡប់មកវិញក៏ល្អកុំភ្លេចទូកនេះជំពាក់ប្រាក់កម្ចីជាង1លានចៅហ្វាយមិនត្រីនៅកំពង់ផែថ្ងៃនេះសុទ្ធតែក៏គ្មានត្រីស្រស់ទេម្សិលមិញព្យុះធំណាស់គ្មានទូកណាចេញសមុទ្រទេបើចង់បានត្រីស្រស់ចាំស្អែកមកវិញមានទូកត្រឡប់មកវិញហើយទូកខ្ញុំត្រឡប់មកវិញហើយអស់អ្នកនៅលើកប៉ាវស្រួលចិត្តថាល្អណាស់មិនដឹងថាអ្នកទាំងពីរដែលយកមកវិញបានកុំឲ្យថែមទាំងមិនគ្រប់ថ្លៃប្រេងខាត់ធំខ្លាចអីបើខាតលុយខាតត្រូវដកពីគាត់ខ្ញុំឈ្មោះចាំងខុនមិនដែលឲ្យគេបោកទេព្យុះធំបែបនេះនៅមានកប៉ាល់រួចជីវិតយ៉ាងម៉េចអ្នកមាននឹងហើយមិនខាត់ទេកប៉ាល់នេះប្រហែលមានត្រីស្រស់លោកម្ចាស់នេះមកទិញត្រីខ្ញុំបើកភោជនីយដ្ឋានត្រីធ្វើតែត្រីលឿងព្រៃមានរបស់ល្អច្រើនប៉ុណ្ណាលោកម្ចាស់ត្រីលឿងព្រៃរកពិបាកពេលខ្លះចេញសមុទ្របាន1 2ក្បាលក៏ល្អហើយត្រីលឿងព្រៃមិនមែនតែសមត្ថភាពពីមុនមានកប៉ាល់នេសាទទីម្ដងបាន4000លក់បាន900,000អូបើខ្ញុំមានសំណាងបែបនេះល្អគុំថាឡើយត្រីលឿងព្រៃ9បានត្រីតម្លៃ5ខ្ញុំសប្បាយចិត្តហើយលោកចាងយើងចាប់បានត្រីលឿងព្រៃហើយអីអញចាប់បានត្រីលឿងព្រៃមែនបានប៉ុន្មានពេញ$2000ប៉ុន្មានបងជួងបងប្រុសឯងមិននិយាយលេងទេចាងខុនស្គាល់ខ្ញុំច្រើនឆ្នាំហើយឯងធ្លាប់ឃើញខ្ញុំនិយាយលេងរឿងជួងឯងមិនមែនបងប្រុសល្អទេឯងជាឪពុកខ្ញុំហើយលើកនេះចំណេញហើយបងអនុញ្ញាតឲ្យខ្ញុំឡើងទៅត្រីរត់ខ្ញុំយកទាំងអស់សូមអញ្ជើញសូមមើលតាមចិត្តខ្ញុំក៏ចង់ទៅមើលត្រីលឿងរបស់យើងសម្ភារៈនេះក៏ចេញអស់ចាស់ជាត្រូវមើលដោយខ្លួនឯងលោកម្ចាស់មកហាពិតជារបស់ល្អទាំងអស់មកដល់នាងចៅនេះមានតម្លៃបងប្រុសអ្នកជាប្រធានកប៉ាល់ដែលចេញសមុទ្រនេះទេហ៊ានចេញសមុទ្រពេលមានហើយយកត្រីល្អមកវិញបានអស់ចាស់ណាស់ប្រាប់ខ្ញុំត្រីខ្សាច់មាសបែបនេះនៅអាចចាប់បានមានបញ្ហាឥឡូវជារដូវត្រីខ្សាច់មាសវិលរកឃើញហ្វូងត្រីប្រកាសជាបានល្អណាស់ប៉ុន្មានថ្ងៃទៀតអ្នកមានប៉ុន្មានខ្ញុំយកទាំងអស់ត្រីខ្សាច់មាសទាំងនេះខ្ញុំយកទាំងអស់តម្លៃ5លានយ៉ាងម៉េចលោកថៅកែខ្ញុំហៅថាត្រីខ្សាច់មាសស្ប្រៃតម្លៃលក់រីយ៉ាងតិច5អ្នកគិត3000កន្លះគីឡូឲ្យខ្ញុំ5លក់រីច្រើនបែបនេះត្រូវលក់ដល់មិនស្រស់ខាត់ដៃចង់លក់ក៏លក់មិន5លានបើអ្នកយកព្រមឥឡូវខ្ញុំផ្ទេរពេលក្រោយបើអ្នកមានទំនិញច្រើនទៀតខ្ញុំក៏យកទាំងអស់ដែរ5លានចាត់ទុកជាមិត្តភាពឲ្យលេខកាន់នេះមកខ្ញុំផ្ទេរឥឡូវដល់ហើយ5លានចូលកាន់នេះហើយស៊ូងនៅណាមិនឃើញគាត់ហេតុអីអ្នកទាំងពីរមិននិយាយស៊ូងមានរឿងអីតាប៉ាខ្ញុំចេញសមុទ្រចាប់ត្រីរកលុយវះកាត់ឲ្យតាឈូសបក2ថ្ងៃម៉ាក់តាក់តងពូគាត់មិនបានខ្លាចគាត់មិនត្រឡប់មកវិញទាំងអស់នេះដោយសារខ្ញុំកុំព្យាបាលខ្ញុំទៀតចេញពីមន្ទីរពេទ្យខ្ញុំចង់ទៅផ្ទះលោកតាកុំប្រញាប់ការព្យាបាលមិនទាន់ចប់ទេពេលនោះចេញទៅបើស៊ូងត្រឡប់ខ្ញុំពន្យល់គាត់យ៉ាងកុំក្តៅក្រហាយស៊ូងចេញសមុទ្រច្រើនឆ្នាំមានបទប្រកាសជាគ្មានអីទេចាំខ្ញុំទៅខ្ញុំនៅទីនេះចាំបើស៊ូងមានអីកើតខ្ញុំលោតសមុទ្រស្លាប់ទៅប៉ាម៉ាក់សៅហៅមកហើយសៅស្អីឯងណែប្រពន្ធខ្ញុំដល់កំពង់ផែហើយទូរស័ព្ទគ្មានសញ្ញាធ្វើឲ្យអូនបារម្ភនិយាយអីប្រពន្ធលើកនេះយើងចាប់បានត្រីខ្សាច់ព្រៃ2000គីឡូមានអ្នកមានម្នាក់ចង់ទិញ500លុយបដូរតម្រង់នំជីវិតយើងក៏នឹងល្អប្រសើរឡើងប្រាប់ឪពុកម្ដាយផងខ្ញុំយកលុយទៅមន្ទីរពេទ្យភ្លាមល្អណាស់ឪពុកមានសង្ឃឹមហើយល្អណាស់ឪពុកមានសង្ឃឹមប៉ាម៉ាក់ស៊ូងសីត្រឡប់មកវិញហើយប៉ាម៉ាក់ស៊ូងសីគាត់ចាប់បានត្រីខ្សាច់ព្រៃ2000ថាមានអ្នកមានទិញ500,000តាមការសន្យាស៊ូងហ្វេ150,000លុយវះកាត់ឪពុកបាន150,000សៀវយួនស៊ូងសីថាមែនទេប្តីឯងមានសង្ឃឹមហើយលោកថៅកែសូមគិតលុយឲ្យខ្ញុំផងឪពុកខ្ញុំកំពុងរងចាំវះកាត់ចង់បានលុយហាចាំខ្ញុំផ្ទេរទៅកាន់នេះអរគុណលោកថៅកែលុយផ្ទេរឲ្យហើយចាំគុណហេតុអីបានតែ50000ចេញសមុទ្រម្ដងបាន50000នៅថាតិចទៀត
ចាំងគុណឯងសន្យាចែកខ្ញុំ3ភាគខ្ញុំហ៊ានជិះទូកក្នុងព្យុះឪពុកខ្ញុំកំពុងចាំលុយឯងមិនត្រូវក្បត់ពាក្យទេចេនសួរឯងនិយាយឲ្យប្រយ័ត្នអីខ្ញុំក្បត់ពាក្យបើមិនមើលឪពុកឯងទេ50000ក៏មិនឲ្យដែរចែកឯង3ភាគអីឯងមានភស្តុតាងយើងចុះកុងត្រាវសរសេរឯកសារណាចេញគុណឯងដឹងស្ថានភាពគ្រួសារខ្ញុំសូមមើលឪពុកខ្ញុំត្រូវការលុយចែកខ្ញុំបន្តិចឲ្យខ្ញុំបង់ថ្លៃវះកាត់ឯងសុំនឹងបានមានតែ50000មិនឲ្យលើបើមិនពេញចិត្តទៅតវ៉ាទៅតែត្រូវមានភស្តុតាងនិយាយមកទេតើយកអីចេញសួងចាំងវឹងប្តីខ្ញុំចិត្តល្អពេកទូកជារបស់គ្រួសារយើងឲ្យ50000ឲ្យ10000ក៏ច្រើនហួសហើយកប៉ាល់ជារបស់គ្រួសារខ្ញុំថា50000ឲ្យឯង10000ក៏ឯងរាល់គ្នាគ្មានសិទ្ធិស្រីខ្ញុំធំទាំងនោះសុទ្ធតែខ្ញុំនិងបងប្អូនប្រថុយជីវិតយកខ្ញុំរកបាន500,000ឯងបែរជាបែរមុខមិនស្គាល់ជួងឯងគ្រាន់តែជាមនុស្សថោកទាបម្នាក់បើគ្មានខ្ញុំឲ្យ50000ក៏ឯងរកមិនបានដែរមនុស្សត្រូវចេះដឹងគុណលោកចាងបើគ្មានបងចេញទេយើងរកហ្វូងត្រីខ្ញុំធំហើយព្យុះក៏ខ្លាំងណាស់សំណាងល្អបងចេញមកជាមួយបើមិនអញ្ចឹងទេត្រីទាំងនេះអ្នកមិនគួរធ្វើបែបនេះជាមួយគាត់ទេចាងហើយឯងមានរឿងអីមិនចង់បានលុយទេធ្វើម៉េចបានជាឯងធ្វើបែបនេះគាត់ចង់បំណាច់ច្បាស់ណាស់និយាយអីក៏គ្មានប្រយោជន៍មិនអីទេខ្ញុំត្រូវទៅមន្ទីរពេទ្យមើលឪពុកទៅសិនបងចេញមិនអីទេអ្នកទាំងអស់គ្នាខ្ញុំចាំទុកក្នុងចិត្តចេញជួងឯងមានទេពកោសល្យខាងនេសាទមែនអញ្ចឹងលើកក្រោយបើឯងជួយខ្ញុំចាប់ត្រីខ្ញុំនឹងឲ្យឯង3%យើងអាចឲ្យអ្នករាល់គ្នាសរសេរកិច្ចសន្យាឯងថាចេញជួងឱកាសល្អបែបនេះឯងត្រូវចាប់យកចាំងខុនខ្ញុំចេញជួងទៅសុំទានតាមផ្លូវក៏មិនសហការជាមួយឯងដែរចេញជួងកុំឲ្យមុខមិនយកបើឯងមិនសហការជាមួយខ្ញុំធានាថាពេញកំពុងផៃគ្មានអ្នកណាហ៊ានជួលឯងទេមើលអីប្រញាប់ទៅដោះត្រីចុះបើមិនអញ្ចឹងទេគ្មានលុយ1សេនទេអាក្រោះអត់លុយ1ហ្វូងបងលើកនេះរកបានច្រើនណាស់ទិញឡាន Porsche 9ខ្ញុំចូលចិត្តឡានម៉ូតនេះទិញ911អីពេលត្រូវតែទិញកប៉ាល់បាល់3គ្រឿងចេញទៅចាប់ត្រីប្រហែលជារកបាន10ទៅ20ដល់ពេលនោះទិញ Porsche ទិញ Ferrari តែបងឯងថាហើយណាខ្ញុំចាំហើយចាំបងទិញ Ferrari ឲ្យអូនកុំបារម្ភខ្ញុំនឹងធ្វើឲ្យអូនខ្លាចជាដំបងគេនៅក្រុងនាងជៅដែលមានទៅរកបងប្អូនជីដូនមួយខ្ញុំសិនទៅរកគាត់ធ្វើអីខ្ញុំមិនចូលចិត្តគាត់តែងតែសម្លឹងមើលខ្ញុំដោយក្រោកបានបញ្ជាទិញកប៉ាល់ថ្មី2គ្រឿងហើយខ្ញុំទៅរកគាត់ទិញយកមកដាក់ឡានអូសៀវគុណហាយូថាអញលក់ត្រីសាម៉ុង2000គីឡូបាន5បាត់បងព័ត៌មានបងចាប់បានលឿនណាស់នៅក្រុងនេះក៏មិនរួចពីភ្នែកខ្ញុំដែរអញចេះតែចំណេញធំថាអីក៏ត្រូវអញ្ជើញខ្ញុំញ៉ាំបាយមួយពេលដែរញ៉ាំបាយពេលណាក៏បានខ្ញុំមកនេះចង់និយាយរកស៊ីសៀវគុណអញទៅតែចំណេញធំក៏មករកខ្ញុំភ្លាមចង់និយាយរកស៊ីអីជាមួយខ្ញុំដឹងថាបងមានកប៉ាល់ថ្មី2គ្រឿងអាចលក់ឲ្យខ្ញុំបានហឹមសៀវគុណអញមានចិត្តធំណាស់ណោះកប៉ាល់ទី1ទៅតែខ្ចីលុយទិញបានឥឡូវចង់បាន2ទៀតហើយត្រូវតែហ៊ានប្រថុយខ្ញុំមិនឲ្យបងខាត់ដែរខ្ញុំដាក់ថ្លៃបន្ថែមឲ្យពូកែណាស់អញមានចិត្តក្លាហានធ្វើឲ្យបងភ្ញាក់ផ្អើលណាស់សៀវគុណកប៉ាល់2គ្រឿងខ្ញុំចំណាយ5លានអញឲ្យប៉ុន្មានបងខ្ញុំដាក់បន្ថែម2សែនអូពីខ្ញុំព្រមប្រពន្ធឯងក៏មិនព្រមដែរឯងដាក់បន្ថែមបន្តិចបងក៏ដឹងថាខ្ញុំមិនសូវមានលុយចាំខ្ញុំដាក់បន្ថែម2សែននេះហើយជាអត្តបមករបស់ខ្ញុំនិយាយចំពោះមុខខ្ញុំមិនចង់លក់ទេខាត់ពេលច្រើនខែខាត់លុយច្រើនដែរតែយើងជាសាច់ញាតិខ្ញុំក៏មិនចង់ធ្វើឲ្យចឹងទេសៀវហួយឲ្យខ្ញុំ6សែនទាំងពីរក៏ល្អនៅខែទូកទាំងពីរនេះមកដល់កំពង់ផែស្អែកហើយ6សែនក៏5គ្រូសាតែមួយមិននិយាយពីភាសាទេចឹងសម្រេចហើយស្អែកថ្ងៃត្រង់ទៅកំពង់ផែជាមួយខ្ញុំទៅទូកឥឡូវយើងមានទៅមុខប្រកាសជារោគចំណេញចុះបើចេញជួងមិនព្រមសហការជាមួយកុំបារម្ភមនុស្សអស់សង្ឃឹមនោះគ្មានផ្លូវទៅណាទេឲ្យឱកាសគាត់នឹងរត់មកវិញភ្លាមចាំស្អែកទទួលទុករួចផ្លែប៉ោមរលួយ2គីឡូទៅមន្ទីរពេទ្យវិធីគម្រាមកំហែងនឹងលបួងគាត់នឹងចុះអ្នកក៏ចេះចាយលុយទិញថ្នាំបំពន់2កំប៉ុងឲ្យផ្លែប៉ោមរលួយ2គីឡូយកទៅឲ្យមិនសម្លាញ់អ្នកមិនយល់ចំពោះមនុស្សក្រខ្សត់បែបនេះមិនត្រូវឲ្យមុខគាត់ច្រើនពេកទេបើមិនចឹងទេគាត់នឹងភ្លេចខ្លួនឥឡូវខ្ញុំស្ដាយនៅកំពង់ផែមិនគួរឲ្យគាត់តែ10000ក៏ល្មមឲ្យមុខគាត់ហើយប៉ាមកស៊ូបារម្ភណាស់ជួងសីលើកនេះឯងចាប់ត្រីយ៉ាប់5សែនមែនទេឯងនឹងបានវះកាត់ឆាប់ហើយជួងសីឯងទៅជួបគ្រូពេទ្យគាត់ថាបើលុយប្រាប់គាត់ភ្លាមឲ្យរៀបចំវះកាត់ការវះកាត់របស់ប៉ានៅមិនទាន់បានទេមានរឿងអីនឹងជួងហ្វៃស្ថានភាពប៉ាឯងមិនអាចទ្រាំទៀតមានរឿងអីជួងហ្វៃមានបញ្ហាអីនឹងចាងខុនជាមនុស្សឥតកេតពាក្យថានឹងឲ្យខ្ញុំ3%ចុងក្រោយលក់ត្រីបានគាត់ឲ្យខ្ញុំតែ50000នៅខ្វះថ្លៃវះកាត់40ចាងខុនអត់សិលធម៌ខ្លាំងណាស់ឯងប្រថុយជីវិតចេញមិនមែនដើម្បី3%នោះស្ថានភាពគ្រោះថ្នាក់ណាស់នោះជាលុយសង្គ្រោះជីវិតចាងពេញជាមនុស្សមិនគួរទុកចិត្តគាត់ធ្វើរឿងដូចឆ្លងស្ពានហើយដុតវិញក៏នោះជាលុយដែលគាត់ខំប្រឹងរករហូតដល់ស្លាប់ជីវិតខ្ញុំមិនសំខាន់តែលុយនោះធ្វើឲ្យជីវិតគ្រួសារអ្នកទាំង3ប្រសើរឡើងមិនបានទេខ្ញុំត្រូវទៅរកគាត់ប៉ាកុំខឹងខ្លាំងពេកទៅរកចាងខុនក៏គ្មាននោះខ្ញុំគិតតែពីប្រញាប់ក៏មិនបានធ្វើកិច្ចសន្យាឥឡូវគាត់បែរមុខយើងគ្មានកន្លែងទៅនិយាយទេសុទ្ធបើមិនមែនខ្ញុំធ្វើឲ្យអូននឹងសៀវយូរជីវិតអ្នកក៏មិនដល់ថ្នាក់នេះហើយអ្នកក៏មិនបាច់ប្រថុយជីវិតហើយត្រូវគេបោកខ្ញុំគួរស្លាប់ប៉ាកុំនិយាយបែបនេះព្រោះគ្រួសារនេះលោកខំប្រឹងពាក់ជាបាជំនួយការតបកិច្ចរបស់កូនធននឹងកាត់ប៉ាជួងជឿនិយាយត្រូវនេះជាអ្វីដែលយើងគួរខ្ញុំនឹងជួងជឿនឹងមិនបោះបង់លោកទេមិនបន្ទោសទេបើអ្នកមានរឿងអ្វីដោយសារខ្ញុំស្លាប់ក៏មិនស្កប់ចិត្តដែរប្រពន្ធចាស់ប្រាប់គ្រូពេទ្យឲ្យខ្ញុំចេញពីមន្ទីរពេទ្យប៉ាលោកមិនអាចចេញបានទេលុយ50000នេះទូមិនតែអាចឲ្យលោកបន្តស្នាក់នៅលោកកុំបារម្ភខ្ញុំនឹងរកលុយឲ្យបានគ្រប់ដូរជុំជឿប៉ាពិតជាមិនចង់ធ្វើឲ្យអូនពិបាកធ្វើបានល្អណាស់ប៉ុន្មានប៉ាពេញចិត្តនឹងដឹងគុណសូមឲ្យប៉ាធ្វើម្ដងឲ្យប៉ាត្រឡប់ទៅផ្ទះរស់នៅសុខឲ្យប៉ាចាក់ចេញដោយសរសើរជាងរស់នៅជឿចាប់ឲ្យធ្វើឲ្យអ្នកជីវិតមិនឲ្យលោកស្លាប់ទេបើលោកចេញខ្ញុំមិនដឹងថាអត់ទុកក្នុងវិជ្ជានុក្រមរបស់គ្មានពាក្យបោះបង់គ្រួសារមែនហើយប្តីចាស់ចរិតជុងជឿលោកមិនដើម្បីគាត់លោកមិនអាចបោះថ្លៃវះកាត់ខ្ពស់ពេកតែយើងសន្សំឲ្យគ្រប់បានទេប៉ាម៉ាក់ស៊ីវយួនខ្ញុំចង់ចេញសមុទ្រនៅជូហៃទៀតសួងឯងប្រថុយធំអីហ្នឹងចាងគុណឲ្យឯងតែត្រូវចេញសមុទ្រប៉ុន្មានដងទៀតទើបបាន50ខ្ញុំមិនធ្វើជាមួយគាត់ទៀតខ្ញុំនឹងរកទូកខ្លួនសួងទូកនេសាទមិនដូចរបស់ឯងទូកមួយគ្រាន់តែធម្មតាក៏ត្រូវជាមួយយើងមិនអាចទិញបានទេខ្ញុំទៅជួលទូកមួយពេលនេះជារដូវចាប់ត្រីហ្វឿងហួងល្អខ្ញុំមិនជួលឲ្យចាប់បានត្រីហ្វឿងហួងដោយវះកាត់ប៉ាក៏មានហើយមិនបានទេសួងប៉ាមិនអាចឲ្យកូនប្រថុយជីវិតដើម្បីប៉ាទៀតទេខ្ញុំរស់នៅលើសមុទ្រស្រាប់ទោះបីប៉ាមិនវះកាត់ខ្ញុំក៏ត្រូវចេញសមុទ្ររកលុយចិញ្ចឹងទៅចោះសួងឯងពិតជាលំបាកសម្រាប់គ្រួសារណាស់សួងឯងទៅប្រថុយនៅផ្ទះខ្ញុំមើលតែឯងត្រូវសន្យាជាមិនថារកបានច្រើនតែត្រឡប់មកវិញដោយសុខចិញ្ចឹងបានស្រីខ្ញុំសន្យាជាមួយឯង
លោកម្ចាស់ទុកលោកជួទេខ្ញុំចង់ជួលប៉ុន្មានថ្ងៃអាចឲ្យថ្លៃសួងឥឡូវជារដូវត្រីហ្វឺអ្នករាល់គ្នាក្រៅពីយប់ចប់តែខំចេញសមុទ្រអ្នកណាចង់ជួលទូកពេលនេះអញ្ចឹងខ្ញុំដើរមើលកន្លែងផ្សេងទៀតមិនបានទេសួរតែអាចបើកបានគ្មានអ្នកណាជួលឲ្យទាំងនេះជាម៉ាស៊ីនចាស់អ្នករាល់គ្នាចង់រកលុយពីគ្មានអ្នកណាចង់ជួលទូកទេនេះពិតជាពិបាកណាស់ពូស៊ីញ៉ាំបាយហើយអីនឹងផាំងពូស៊ីទុកពូជួទេខ្ញុំចង់ជួលប៉ុន្មានថ្ងៃចាស់របស់ពូដូចពូដែរចាស់ហើយម៉ាស៊ីនមានបញ្ហាជាង1ឆ្នាំហើយឥឡូវពូយកវាធ្វើជាអូពូស៊ីថាហេតុអីពូនៅលើទូកពេញ1ឆ្នាំពូនៅម្នាក់ឯងនៅលើទូកស្រួលជាងអូនអត់ចេញសមុទ្រជាង1ឆ្នាំហើយចុះរស់នៅសាមញ្ញទេខ្ញុំម្នាក់ឯងក៏មិនចំណាយធម្មតាខ្ញុំទៅបោះសំណាញ់ដាក់ត្រីខ្លះលក់ដូរបានលុយក៏គ្រប់គ្រាន់ហូបហើយលោកពូរស់នៅម្នាក់ឯងគួរតែហូបឲ្យល្អខ្ញុំចាស់ហើយនៅមិនបានប៉ុន្មានឆ្នាំមានបាយហូបមានកន្លែងដេកក៏ពេញចិត្តពូស៊ុយនេះលុយយកទៅទិញសាច់ហូបបាយសុទ្ធតែអំបិលរាល់ខ្ញុំមានរឿងត្រូវទៅសាំងហ្វឺពូមិនអាចយកលុយឯងទេពូស៊ុយយកទៅកុំថាវាតិចពេកហើយខ្ញុំទៅមិនអាចជួលទូកបានមួយគ្រឿងទេបងប្រុសលោកម្ចាស់ជំរាបសួរកុំគួរសំពេកខ្ញុំប្រហែលជាចាញ់ហៅខ្ញុំថាបងចៅជំរាបសួរខ្ញុំឈ្មោះចេងលោកអាចហៅខ្ញុំថាអូនសាំងហ្វឺថ្ងៃនេះនៅមានត្រីបងចៅលោកទើបតែទិញត្រីខាត់ណាលឿងបាន 2000 គីឡូត្រីដែលទិញមិញព្រឹកបានដឹកតាមយន្តហោះទៅពេលកាំងស៊ីខាងខ្ញុំជាច្រើនកន្លែងស្ទើរតែត្រូវបានកក់ទុកអស់ប្រហែលជាប៉ុន្មានថ្ងៃទៀតនឹងអូនសាំងហ្វឺពេលណាទើបមិនលាក់បងចៅទេខ្ញុំឈប់ធ្វើជាមួយមិនទាន់ដឹងថាពេលណារកជួលទូកបានសិនអូនសាំងហ្វឺហេតុអ្វីមិនសហការជាមួយគាត់មុនចេញសមុទ្រគាត់សន្យាឲ្យខ្ញុំចែករំលែក3ភាគចប់ហើយទូកត្រីនោះលក់ឲ្យលោកបាន500,000ឲ្យខ្ញុំតែ50,000ខ្ញុំមិនអាចសហការជាមួយគាត់ចាំគុណនោះលោកខ្លួនពេកអញជួយគាត់រកលុយបានច្រើនគាត់នៅតែក្បត់ពីនេះជាការមើលឃើញខ្លីកាត់ផ្លូវរកលុយទុកជាមេរៀនហើយបងអូនសាំងហ្វឺប៉ុន្មានថ្ងៃនេះខ្ញុំបើឯងចេញសមុទ្រចាប់បានត្រីខាត់ណាលឿងតាក់ទងមកខ្ញុំភ្លាមខ្ញុំទិញក្នុងតម្លៃប៉ុន្មានយកប៉ុណ្ណាបានបងចៅបងអូនសាំងហ្វឺមានបញ្ហាអីទេដែលខ្ញុំអាចអរគុណបងចៅបើមានបញ្ហាខ្ញុំចេះដោះស្រាយឯងសៀវខុនតាទូកពីនេះមិនគឺសុទ្ធតែទូកអូសសំណាញ់ម៉ាស៊ីនធំម៉ាស៊ីននាំចូល320អញរកចំណេញហើយល្អណាស់មានទូកពីនេះការនេសាទត្រីលឿងនិងការរងចាំទូកពីនេះចិត្តកន្លះត្រីមួយសំណាញ់ក៏ដឹងជាឥតប្រយោជន៍មុំហើយរឿងខ្ញុំនឹងសៀវខុនអញជាស្រីកុំលូកដែរសៀវខុនបងប្អូនជីដូនមួយក៏ត្រូវរាប់ស្អាត6លានផ្ទេចូលទូកពីនេះជារបស់ឯងបងជីដូនមួយក៏6លានខ្ញុំមិនខ្វះមួយកាក់ទេបងលុយផ្ទេហើយ6លានចូលអញប្រញាប់រៀបចំចេញសមុទ្រឆាប់រកលុយធំខ្ញុំឲ្យលុយប្រពន្ធឯងហើយទៅអូលើកនេះយើងពិតជាឯងមិនដែលចង់ឃើញអ្នកដទៃល្អយើងរកលុយធំគាត់ក៏ចង់រកដែរប្រញាប់លក់ទូកឲ្យគាត់ខ្ញុំមានអារម្មណ៍ថាមិនដូចគាត់ទេគាត់គ្រាន់តែជាអ្នកចូលមកកូនប្រសាផ្ទះគិតថាគាត់មានមហិច្ឆតារកបាន500,000គាត់សប្បាយរហូតទៅប្រពន្ធឡើងមើលទូកថ្មីយើងចាំងខុនទូកមួយក៏អាចរកហេតុអីយើងមិនធ្វើខ្លួនឯងតែលក់ឲ្យគាត់ឯងដឹងអីនេះហៅថារៀបចំផែនការលៀងភេងឯងគួរគោរពខ្ញុំបន្តិចកុំភ្លេចថាឯងមានថ្ងៃនេះដោយសារគ្រួសារខ្ញុំប្រពន្ធល្អកុំខឹងតាមពិតខ្ញុំកំងទូកដើម្បីបោកអ្នកល្ងងមានន័យអីប្រាប់តាមពិតទូកពីនេះជាទូកខូចជួសតែបន្ថយសម្ភារៈកម្លាំងសំបីតែម៉ាស៊ីននិងឧបករណ៍កំណត់សុទ្ធតែជាគ្រឿងខូចពិតខ្លាំងពិតប្រាកដណាស់នាវាពីនេះសរុបត្រឹមជាង2លានខ្ញុំគិតថាលក់បាន3-4លានក៏ពេញនឹកស្មានថាចាំងខុនស្រាប់ហ៊ានសុំ6លានភ្លាមអស់ចាអញ្ចឹងមួយដុំនេះយើងចំណេញជាង3លានច្បាស់លាស់ថាចំណេញ370,000បងឯងនឹងហើយដែលពូកែខ្ញុំខុសហើយដែលស្ដីបន្ទោសប្រពន្ធឲ្យលើកក្រោយកុំធ្វើខ្លួនឯងមិនស្រួលទេអូនពិតជាមានភ្នែកល្អពីមុនគ្រូសាខ្ញុំមើងងាយមានតែខ្ញុំទេដែលបញ្ញាចិត្តរៀបការជាមួយភេងឯងថាម៉េចខ្ញុំកំពុងលួងលោមប្រពន្ធទេអត់មានអីទេខ្ញុំត្រូវប្រពន្ធវីរហូតចង់ប្រពន្ធឲ្យលើកក្រោយវីស្រាលផងអញ្ចឹងថាខ្ញុំមកខ្ញុំនឹងវីស្រាលប្រពន្ធឲ្យពេលថ្ងៃភ្លឺមិនសមទេមិនប្តីប្រពន្ធថាប់មាត់គ្នាមិនទៅផ្ទះវិញថាប់មិនបានទេអញ្ចឹងហើយនឹងហើយអូខេបងចាំងខុនទិញនាវីយើងមិនមានរឿងអីកាត់ឡើងមានរឿងអីកាត់នាវីអត់មានកម្លាំងទេងាយមិនមែនចុះលេខដោយឥតកុំបារម្ភអត់អីទេមនុស្សល្ងីល្ងានោះអូខេនាវីថ្មីនេះអស្ចារ្យណាស់ក្លិនថ្នាំលាបស្រស់នឹងធំក្លិននេះហើយជាក្លិនលុយហានាវីថ្មីបែបនេះមិនបាច់រងចាំត្រឹម300,000មួយជាមិនថ្លៃនាវីចាស់យើងមិនធំប៉ុននៅចំណាយ280,000នាវីនេះមិនត្រឹមតែកម្លាំងក៏ល្អដែរមានវីទាំងពីររកលុយងាយស្រួលមួយខ្លាយជា3បីខ្លាយជា9រដូវត្រីលឿងឆ្នាំនេះខ្ញុំចាំងខុនត្រូវតែខ្លាយជាអ្នកធំជាងគេនៅកំពង់ស្ដេចហាអេមនុស្សនោះមិនមែនចេញគាត់នៅកំពង់ផែអូយចេញជូងមែនខ្ញុំទៅចង់រកគាត់ទៅមិនរួចទេលីវចាស់គាត់បុកខ្ញុំឯងមានរឿងអីលីវចាស់ខ្ញុំចង់សួរថាតើអ្នកព្រមប្រើតែ3-4ថ្ងៃទេថ្លៃឈ្នួលខ្ញុំអាចឲ្យសួងតាអ្នករាល់គ្នាដែលចេញសមុទ្រម្ដងចាប់បានត្រីខ្លះធំ5លានខ្ញុំក៏នឹករកជួសសំណាញ់ឲ្យចេញសមុទ្រសាកសំណាញ់សួងតាមកធ្វើការជាមួយខ្ញុំយើងទាំងពីរសហចំណេញខ្ញុំចែកអ្នកកុំបារម្ភយើងស្គាល់គ្នាច្រើនឆ្នាំហើយខ្ញុំប្រកាសជាមិនបោកអរគុណចំពោះលោកឡាវលើកនេះខ្ញុំគិតធ្វើខ្លួនឯងក៏បានសួរអ្នកផ្សេងទៀតមើលអ្នកណាព្រមជួលទូកខ្ញុំនឹងសួរទៀតលោកម្ចាស់ទូកលោកជួលទេលោកម្ចាស់ទូកលោកជួលទេមកកំពុងផៃធ្វើអីរកការងារខ្ញុំថាគុំរកការងារអីមកធ្វើជាមួយខ្ញុំទៅទិញទូកថ្មីឥឡូវខ្ញុំមានទូក3ហើយទោះអ្នកមានទូកប៉ុន្មានក៏ខ្ញុំមិនធ្វើជាមួយដែរទោះអ្នកមានលុយខ្ញុំមិនធ្វើជាមួយអ្នកទេអូមិនឲ្យមុខគេទេអញ្ចឹងសូមឲ្យអ្នករាល់គ្នាវិនិច្ឆ័យអ្នកចេញសមុទ្រម្ដងរកបាន5ការល្អបែបនេះអ្នកណាឲ្យបានសួងតា50,000ម្ដងមិនតិចទេសួងតាមនុស្សត្រូវចេះដឹងគុណមុនចេញសមុទ្រគាត់សន្យាចែកចំណេញឲ្យចប់ហើយឲ្យតែ1%ចេញសួងខ្ញុំថាឲ្យ3%ពេលណាមានភុស្តាំងទេខ្ញុំឃើញអ្នកគិតថាចិត្តអ្នកមិនស្រួលចង់ឆ្លៀតដាក់កំហុសចាំងខុនលើកមុនខ្ញុំជឿអ្នកខុសខ្ញុំទទួលស្គាល់តែខ្ញុំសូមប្រកាសនៅមុខអ្នករាល់គ្នាខ្ញុំចេញសួងមិនសហការជាមួយអ្នកទៀតកុំមករកខ្ញុំទៀតឥឡូវធ្វើម៉េចមើលទៅគាត់មិនព្រមចេញសមុទ្រឲ្យយើងទេផ្ទះគាត់ចិត្តគ្មានបាយបរិព្រឹងក៏មិនបានយូរដែរអញទាំងអស់គ្នាស្ដាប់ខ្ញុំអ្នកណាហ៊ានជួចេញជួងឲ្យចេញជួងជួទូកគឺជាការប្រឆាំងនឹងខ្ញុំចាំពេលនោះខ្ញុំនឹងបងប្អូនជីដូនមួយមិនទុកឲ្យរួចទេចាំចេញជួងនៅកំពង់យើងបើកឡានទៅមន្ទីរពេទ្យធ្វើអីរកឪពុករកចំណុចចាប់ផ្ដើមពីឪពុកម្ដាយមើលស្រាចេញជួងថាគ្មានសម័យគាត់ក៏តែញណាស់បើយើងអាចឈ្នះឪពុកមិនបារម្ភថាគាត់មិនព្រមទេបើយើងអាចឈ្នះឪពុកមិនបារម្ភថាអូនោះមិនមែនរកគាត់មួយផ្លែតអញរកបរោះចាស់នោះធ្វើមិនមែនឲ្យគាត់ជួយបងសំកន្លែងចតទូកនៅយើងមានទូកថ្មីពីកន្លែងចតមិនគ្រប់ត្រូវរកវិធីបណ្ដេញបរោះដណ្ដើមយកកន្លែងខ្ញុំទៅបន្លាចបរោះចាស់បន្ទាប់មកយើងទៅមន្ទីរពេទ្យលោកចាំងស៊ូ
លោកមានរឿងអីរើទុកចាស់របស់ឯងចេញកន្លែងចតនេះខ្ញុំត្រូវការខ្ញុំទៅមានទុកថ្មីត្រូវចតជាមួយទុកចាស់របស់ខ្ញុំលោកចាងគុណកន្លែងចតផ្សេងទៀតខ្ញុំទៅណាបានខ្ញុំមិនខ្វល់ថាឯងមិនឲ្យកន្លែងខ្ញុំនឹងបំផ្លាញទុកចាស់របស់ឯងទុកនេះជាផ្ទះរបស់ខ្ញុំលោកមិនអាចធ្វើរស់ចាស់ឯកាដូចខ្ញុំលោកចង់ឲ្យស្លាប់ហាហាឲ្យឯងស្លាប់ឯងគ្មានប្រពន្ធកូនទេមានអ្នកណាការពីឯងយកអីមកប្រកួតបើដឹងការរើកន្លែងចតបើមិនអញ្ចឹងទេឲ្យឯងរងទុកវេទលោកចាងគុណខ្ញុំគ្មានកន្លែងទុកខ្ញុំក៏ខូចដែរមួយឆ្នាំហើយដែលមិនបានរើចង់រើក៏រើមិនរួចដែរគ្មានកន្លែងទៅជារឿងរបស់ឯងម៉ោងនេះឯងមិនទាន់រើខ្ញុំនឹងអូសកប៉ាល់ឯងទៅសម្រាប់ឯងមើលខ្លួនឯងលោកចាងសូមមេត្តាទុកដៃសូមលោកទុកជីវិតខ្ញុំសូមទុកផ្លូវឲ្យខ្ញុំរស់មកធ្វើអីធ្វើអាណិតឯងស្លាប់ឬរស់មិនមែនខ្ញុំគ្រាន់តែចង់ដាប់ឲ្យច្បាស់យប់នេះឯងត្រូវរើចេញឲ្យលឿនបើមិនដូច្នោះទេឯងនឹងឃើញចាំទុកយប់នេះរើចេញមនុស្សអាចអាក្រក់ដល់ម្លេះទេនេះមិនមែនជំរុញខ្ញុំឲ្យដល់ទីបំផុតអ្នកមានតម្លៃនេះប៉ុន្មាននេះ188ទិញរបស់ថ្លៃមកធ្វើអីខាត់លុយអ្នកមានផ្លែប៉ោមមិនឲ្យខ្ញុំ2គីឡូអ្នកនេះចម្លែកណាស់ផ្លែឈើខ្ញុំគឺអ្នកដតីទិញមិនអាចមានផ្លែប៉ោមមិនស្រស់ទេអញ្ចឹងយកថោកជាងគេផ្លែប៉ោមថងនេះថោកជាងគេ10គីឡូ30ច្រើនពេកយកពាក់កណ្ដាលនេះលក់ជាថងមិនអាចយកពាក់កណ្ដាលអញ្ចឹង35ក៏35អុយបងស្រីមីងពូមិនឃើញចង់ទេចង់ទៅណាហើយវាដូចខ្មោចចាំងខុនមកធ្វើខ្ញុំមកមើលពូឆេនទិញផ្លែឈើមកឲ្យពូឆេនញ៉ាំឲ្យយើងមិនយករបស់ឯងសូមឯងយកទៅវិញបងស្រីមើលទៅឯងនៅរាក់ទាក់នេះជាផ្លែប៉ោមល្អដែលខ្ញុំទិញដោយយកទៅឲ្យពូឆេនបុកហើយឲ្យស៊ីវសាក់មួយផងស៊ីពូចាំងខុនល្អបំផុតនេះមិនចេះគិតទេចាំងខុនឯងទៅចោះនៅទីនេះគេមិនស្វាគមន៍ឯងទេគ្រូសាឯងជាពួករំលែកមុខដាក់គ្នាលឿនណាស់សិលមិញខ្ញុំទៅតែឲ្យលុយចេញជូនឯងបែរជាមិនស្គាល់គ្នាទៅវិញឯងជាមនុស្សអាក្រក់ច្បាស់ជាឯងបោកគុំដូចជាសាច់ជ្រូកអាំងខំហើយចេនលោកនិយាយមិនសមទេអីខ្ញុំបោកគាត់ឲ្យចេញមិនមែនគាត់ស្ម័គ្រចិត្តទេឯងនិយាយចាំងខុនឯងនៅមុខគ្រួសារខ្ញុំតែឯងថាឲ្យជួង3ជាន់ទៅជួងហ៊ានទៅចាប់ហើយជួងរកលុយឲ្យឯងបាញ់វិញឲ្យគាត់តែមិនក៏ឯងហ៊ានថាយើងមិនចេះឯងមិនចេះគិតទេម៉ាក់មនុស្សឥតអៀនខ្មាស់បែបនេះមិនសមនិយាយទេចាំងខុនចេញពីផ្ទះនេះទៅចាំងខុនចេញទៅគ្រូសាឯងជាពួកអ្នកខ្ញុំឲ្យមុខឯងហើយមែនឯងមិនចង់បានមុខខ្ញុំនិយាយត្រង់ប្រាប់ចេញជួងឲ្យវិលមកធ្វើបើមិនអញ្ចឹងទេខ្ញុំធ្វើឲ្យគ្រូសាឯងទាំងមូលវិញ្ញាចាំងខុនខ្ញុំប្រាប់ឯងលើកមុនខ្ញុំខាត់បងព្រោះទុកចិត្តថ្ងៃនេះទៅយើងមិនជឿឯងទៀតទេហើយកុំគិតថាខ្ញុំខ្លាចឯងខ្ញុំមិនខ្លាចឯងទេហើយក៏មិនហ៊ានប្រឆាំងនឹងខ្ញុំនឹងធ្វើឲ្យកំពុងមានអ្នកណាហ៊ានហើយក៏គ្មានអ្នកណាហ៊ានខ្ញុំនឹងធ្វើឲ្យគ្រូសាឯងហើយរកលុយមិនបានមួយចេញជុំលុតជង្គង់ហើយឯងចាស់ចង់បដូរតម្រងនោមសុបិនទៅឯងនៅទីនេះចាំស្លាប់ចាំងខុនកុំសង្កត់សង្កិនគេពេកចាំងខុនចេញទៅឥឡូវនេះចេញទៅភ្លាមបើមិនចេញទេខ្ញុំប្រាប់ឯងរឿងនេះមិនទាន់ចប់ទេយើងនឹងឃើញគ្នាលោកតាឲ្យលោកតាភ្ញាក់ឡើងមកត្រីតូចឯងទូរស័ព្ទទៅប្រុសគាត់ឲ្យគាត់មកឃើញមុខគ្នាម្ដងចុងបាក់កុំបារម្ភជួយពេទ្យសង្គ្រោះលោកតាជាមុនកុំឲ្យគាត់ស្លាប់មិនឲ្យលោកតាស្លាប់ទេពេទ្យអ្នកជំងឺធ្ងន់ហើយជួយរកវិធីផងពេទ្យវាងអ្នកជំងឺធ្ងន់ធ្ងរហើយមានរឿងអីអូលោកតាចាស់នឹងស្លាប់លឿនហាចាំប្រាប់ចេញជុងផងបើគ្មានលុយបញ្ចុះមកបើកទុកឲ្យខ្ញុំវិញបើអាចយកត្រីដូហ្វីងមកខ្ញុំនឹងចេញថ្លៃបញ្ចុះសោះចាំងខុនអញអស់សិលហើយនឹងត្រូវប្រន្ទាទោសថាខ្ញុំត្រូវប្រន្ទាទោសខ្ញុំទៅប្រកលុយបាន5លានខ្លាចជាអ្នកមានភ្លៀលោកតាឯងនឹងស្លាប់ហើយអ្នកណាទៅត្រូវប្រន្ទាទោសអញជេរទៅជេរកាន់តែខ្លាំងជេរឲ្យឆ្អែតចិត្តទៅសប្បាយណាស់ពេលលោកតាចេញពីមន្ទីរខ្ញុំនឹងឲ្យស្រោមសម្បត្តិធំមួយពេទ្យសូមជួយសង្គ្រោះលោកតាខ្ញុំកូនប្រុសខ្ញុំមិនទាន់មិនអាចទៅបែបនេះទេអ្នកប្រមាញ់មានរឿងអីពីមុនមានរឿងអីកើតឡើងខ្ញុំទៅតែតក់ស្លុតអ្នកជាសាច់ញាតិធ្វើម៉េចអ្នកប្រមាញ់ធ្ងន់ធ្ងរមិនក៏ឲ្យគាត់តក់ស្លុតទៀតបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់មិនដឹងថាលោកតាកណ្ដុរចាស់ឆ្លងអត់ដឹងថាគាត់អាចរស់បានស៊ីវយន្តឯងទូរស័ព្ទទៅជួងសីឲ្យគាត់មកទីនេះបាត់ម៉ាក់ខ្ញុំនឹងទូរស័ព្ទទៅជួងសីកុំបារម្ភប៉ានឹងឆ្លងផុតពិតប្រាកដជួងសីឯងណែណាគាត់ធ្ងន់ធ្ងរបញ្ជូនទៅមកលឿនមកប៉ាលោកតានឹងជួយរកវិធីផងពូមិនទាន់ធំឡើងមើលថែលោកតាពូមិនចង់ឲ្យលោកតាស្លាប់ពូចង់ឲ្យតារស់គាត់មិនហើយមិនមែនធ្វើការរួចហើយហេតុអីស្រាប់តែធ្លាក់ខ្លួនជាធ្ងន់គឺចាំងគាត់ទៅមកមួយផ្លែចាំងខុនឈួតនោះមកធ្វើអីគាត់រត់មកថាឲ្យអ្នកទៅបើកបើមិនអញ្ចឹងទេមិនឲ្យគ្រូសាទាំងថាឲ្យប៉ាស្លាប់ដោយមិនបានបដូរដំណើរតក់ស្លុតស្រាប់តែធ្លាក់ខ្លួនភ្លាមចាំងខុនឈួតនេះខ្ញុំទៅរកគាត់រាប់លើកមុនអ្នកកុំអាល់ក្តៅក្រហាគ្រូសាយើងគ្មានលុយគ្មានអំណាចមិនមែនគូរបស់យ៉ាងទៀតប៉ាឥឡូវធ្ងន់ធ្ងរអ្នកថាទៅក៏ទៅបានយ៉ាងណាក៏ត្រូវចាំប៉ាចេញពីបន្ទប់សង្គ្រោះប៉ាស្ដីបន្ទោសខ្ញុំគ្មានប្រយោជន៍បើខ្ញុំអាចរកលុយឲ្យប៉ាបដូរតម្រងប៉ាក៏មិនត្រូវរងទុកមិនត្រូវគេឈួតចាំងខុនឲ្យធ្លាក់ខ្លួនជាធ្ងន់ជុងជឿអ្នកមិនអាចធ្វើបែបនេះអ្នកជាប្តីខ្ញុំវាងស៊ីវយូនអាចគ្មានលុយតែមិនអាចបំផ្លាញខ្លួនឯងទេជុងជឿអ្នកធ្វើបែបនេះខ្ញុំជឿចាប់ណាស់ជុងជឿប៉ាប្រកាសជាមិនអីទេគ្រូសាយើងជាមនុស្សស្មោះត្រង់ប្រកាសជាជួយយើងអ្នកកុំធ្វើបែបនេះទៀតពេទ្យប៉ាខ្ញុំមិនហើយការវះកាត់ថ្លៃបន្តទៀតត្រូវរៀបចំលោកពេទ្យកុំបារម្ភប៉ុន្មានថ្ងៃនេះយើងនឹងរកលុយឲ្យបានអ្នកមីងនេះថ្លៃប៉ុន្មាននេះ188បញ្ចុះតម្លៃបន្តិចបានចង់យក150ថប់ជាងនេះមិនបានទេចាំយកនេះទៅប្រពន្ធនៅទីនេះសូមឲ្យអ្នកជួយមើលខ្ញុំត្រូវទៅកំពង់ផែមើលថាតើអាចជិះទូកជឿអ្នកទៅកំពង់ផែតាំងពីជិតមួយថ្ងៃហើយមិនទាន់បានជិះទូករដូវវស្សាអ្នករាល់គ្នាចង់រកលុយច្រើនគ្មានអ្នកណាចង់ជួលទូកឲ្យទេពូឡាវស៊ូលោកមកធ្វើអីខ្ញុំមកមើលប៉ែងឪពុកឯងគាត់យ៉ាងម៉េចតែចេញពីបន្ទប់ស្ថានភាពគាត់ថាស្ទើរតែពេទ្យថាបើមិនបដូរសរីរាង្គខ្លាចថានៅមិនបានប៉ុន្មាននេះជាការស្ម័គ្រចិត្តតិចពូស៊ុយមកមើលឪពុកខ្ញុំដឹងគុណមិនក៏ចំណាយលុយតែនឹងហើយអរគុណពូស៊ុយចាំងស៊ឺថ្ងៃនេះចាំងគុណមករកខ្ញុំគាត់ទៅរកពូធ្វើអីតើគាត់គំរាមពូមិនឲ្យជួយឲ្យខ្ញុំលេងកន្លែងប៊ូខ្ញុំមិនព្រមគាត់ថានឹងធ្វើឲ្យខ្ញុំទាំងថានឹងអូខ្ញុំទៅសមុទ្រទៀតអាក្រក់ពូនៅម្នាក់ឯងជីវិតលំបាកហើយមិនគាត់ទៅជិះចូលអានេះអាក្រក់ណាស់គាត់ថាជិះជាន់ខ្ញុំព្រោះខ្ញុំគ្មានកូនគ្មានអ្នកគ្រប់គ្រងខ្ញុំក៏គ្មានវិធីដែរពូស៊ុយកុំបារម្ភស្អែកព្រឹកខ្ញុំនឹងទៅកំពង់មិនអាចឲ្យគាត់ដណ្ដើមកន្លែងពូបានទេចាំងស៊ឺខ្ញុំមករកឯងមិនមែនព្រោះនឹងទេពូស៊ុយ
បើពូមានបញ្ហាអីទៀតសូមខ្ញុំចេញចាងទូគ្មានសមត្ថអ្វីដែលជួយពូបានខ្ញុំនឹងខំអស់ចាងស៊ឺខ្ញុំមកចង់ជួលទុកឯងចាងស៊ឺខ្ញុំមកចង់ជួលទុកឯងថ្លៃឈ្នួលខ្ញុំមិនយកច្រើនទេត្រឹមមួយថ្ងៃ$1អញ្ចឹងមិនបានទេទុកពូទូចាស់បន្តិចមួយថ្ងៃ$2000ក៏ត្រូវចាងស៊ឺខ្ញុំយកតែ$1ឲ្យច្រើនជាងនេះខ្ញុំមិនថ្ងៃនេះខ្ញុំមិនយកនំប៉័ងទេយកតែមិនអាចឲ្យអាចាងខុននោះល្អនិយាយមករឿងលុយទុកសិនចាំខ្ញុំត្រឡប់ពីសមុទ្រមកទើបគិតថ្លៃឈ្នួលតែម៉ាស៊ីនទូកខ្ញុំមានបញ្ហាខ្ញុំគ្មានលុយជួយទៅបើពូអាចខ្ចីលុយខ្ញុំនឹងរកគេជួយឯងយកទៅប្រើពូស៊ុយខ្ញុំចេះជួយក៏ខ្ញុំទៅមើលថាពេលណាឯងងាយទៅមើលថាតើជួលោកស៊ីថាកាព្យាករអាកាសធាតុថាយប់នេះមានព្យុះទីហ្វុងចាំយើងទៅកំពង់ផែលើនេះបើជួចូលទូករួចមុនថ្ងៃខ្ញុំនឹងចេញសមុទ្រមុនព្យុះមកដល់យប់ស៊ូងសៃធ្លាប់ចេញសមុទ្រពេលមានព្យុះទីហ្វុងគ្រោះថ្នាក់ណាស់លើកនេះប្រយ័ត្នបន្តិចទៀតចាំមើលប្រពន្ធខ្ញុំអាចចាំបានតែប៉ាមិនកុំបារម្ភខ្ញុំនឹងត្រឡប់មកវិញដោយតែព្យុះទីហ្វុងកាន់តែកាព្យាករអាកាសព្យុះយប់នេះធំជាងពីខ្ញុំមិនស្រួលជឿខ្ញុំមានស៊ូងសេឯងត្រូវតែកាន់ពាក្យគ្រួសារយើងទាំងអស់គ្នាចាំឯងត្រឡប់មកវិញត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពព្យាបាលជីតាឲ្យជាយើងនឹងរស់នៅសប្បាយគាត់កំពុងចាំខ្ញុំនឹងធ្វើឲ្យជីវិតគ្រួសារប្រសើរឡើងប្រាកដស៊ូងហ្វៃម៉ាស៊ីននេះខូចជាង1ឆ្នាំហើយខ្ញុំក៏គ្មានលុយមិនដឹងថាជួសរួចទេខ្ញុំចេះជួសម៉ាស៊ីនម៉ាស៊ូនតែមិនហ៊ានព្យាយាមមើលលោកស៊ីថាទូករបស់លោកប្រើម៉ាស៊ីនម៉ាស៊ូតមូដែលនាំសម័យនោះម៉ាស៊ីននេះថ្លៃស្មើទូកអ្នកដទៃខ្ញុំចាប់ផ្ដើមមានពីទូកនេះលោកស៊ីថាម៉ាស៊ីនមានអខ្វក់ច្រើនប្រព័ន្ធអគ្គិសនីចាស់ខ្លីបន្តិចខ្ញុំទើបសម្អាតហើយភ្ជាប់ស៊ីគ្វីឡើងសាកមើលថាចាប់បានទេល្អណាស់ម៉ាស៊ីនចាស់នេះដំណើរការវិញលោកស៊ីថាម៉ាស៊ីនលោកនៅខ្លាំងអាចចេញសមុទ្របានមើលពន្លឺថ្ងៃលិចព្យុះយប់នេះអាចធ្ងន់ធ្ងរជាងការព្យាករលោកស៊ីថាខ្ញុំនឹងចេញសមុទ្រយប់នេះកំពុងផែចង្អៀតបើព្យុះធំមកបើមានខ្សែក្រមួនរបស់កប៉ាល់ទាំងនេះប្រហែលអញ្ចឹងទេកប៉ាល់នេះនៅសមុទ្រប្រហែលជាមិនអាចទប់ទល់ពីមុនខ្ញុំមិនតែមើលម៉ាស៊ីននៅប៉ាល់នេះខ្ញុំដឹងច្បាស់ហើយនេះចេញទៅប្រហែលជាចាប់បានត្រីខ្សាំងអ្នកម្នាក់ឯងមិនបានទេខ្ញុំជួយអ្នកធ្វើពូស៊ីម្នាក់ឯងពិបាកបន្តិចតែបើអ្នកចង់បើមានគ្រោះថ្នាក់អ្វីខ្ញុំនឹងធ្វើឲ្យខ្ញុំចាស់ហើយមិនសំខាន់ទេបើទុកមិនរួចទុកឲ្យនៅក្នុងសមុទ្រឲ្យថ្ងៃក្រោយស្លាប់គ្មានអ្នកបញ្ចុះពូស៊ីគុំនិយាយអញ្ចឹងសាំងអ្នកមានកូនមានប្រពន្ធមិនខ្លាចខ្ញុំមានអ្វីឲ្យសូមឲ្យខ្ញុំទៅជាមួយផងកប៉ាល់នេះជាផ្ទះរបស់ខ្ញុំមិនអាចចែកវាបានទេហើយព្យុះមកដល់តើឲ្យខ្ញុំទៅណាពូស៊ីបើអ្នកនិយាយអញ្ចឹងយើងពីរនាក់ត្រូវតែប្រយុទ្ធខ្ញុំនេសាទអស់ច្រើនឆ្នាំជឿថាខ្យល់ធំត្រីថ្លៃលើកនេះយើងពីរនាក់ប្រកាសជាបានជោគជ័យល្អសាំងយើងពីរនាក់ប្រយុទ្ធជាមួយគ្នាចេញរកខ្ញុំផងចេញរកខ្ញុំផងចេញអ្នកនៅខ្វះអ្នកជួយអ្នកទាញសំណាញ់ទេជួមកពីណាខ្ញុំមករកអ្នកខ្ញុំលែងធ្វើការជាមួយចាងបើចេញនិយាយតែមួយម៉ាត់ជីវិតខ្ញុំជារបស់អ្នកថាទៅណាខ្ញុំទុកខ្យល់ធំប៉ុណ្ណាខ្ញុំមិនព្រិចភ្នែកទេបងប្អូនយើងប្រយុទ្ធជាមួយគ្នាសាំងត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពប៉ាប្រយ័ត្នស៊ីវស៊ូខ្ញុំនឹងត្រឡប់មកវិញដោយសុវត្ថិភាពខាងមុខគឺខ្យល់អ្នកណាទៅជាមួយខ្ញុំផ្លូវខាងមុខគ្មានការណែនាំឲ្យខ្ញុំដើរចូលផ្លូវតូចយល់ថាចេញសាំងជាមនុស្សល្ងជួលទុករបស់ពូហ៊ូចេញសមុទ្រអាងហ្វឺនក៏ទៅជាមួយដែរជុះធំមួយដែលមិនធ្លាប់មានទុកឈើអាយុ30ឆ្នាំអ្នកនេះហាក់ដូចជាប្រញាប់ទៅស្លាប់ណាស់អ្នកក៏ជ្រុលហើយគិតតែពីលុយមិនខ្លាចស្លាប់ប៉ុន្តែនេះក៏ជាគេស្លាប់នៅសមុទ្រកន្លែងពូក៏ទំនេរចេះនេសាទពិតជាពូកែមែនតែបើមិនអាចប្រើគេបានទេនោះគឺជាគូប្រកួតស្លាប់នៅសមុទ្រក៏ជារឿងល្អដែរចេញជួងលើកមុនចាប់បានត្រីហ្វុងប្រហែលជាសំណាងល្អថ្ងៃនេះគាត់មិនមានសំណាងបែបពេលព្យុះកន្លងផុតយើងបីទុកចេញទៅសមុទ្រពេលនោះខ្ញុំនឹងទៅប្រកាសជារកលុយបានបងឲ្យពូហ៊ូចេញសមុទ្រហើយហេតុអ្វីមិនឲ្យគេទៅយកកន្លែងគេអាចនឹងមិនរស់ត្រឡប់មកវិញទោះត្រឡប់មកក៏មិនអាចធ្វើអ្វីអូនឲ្យអូនពិតជាឆ្លាតមែនខ្ញុំនឹងឲ្យគេទៅរុញទុកទៅកន្លែងយកកន្លែងគាត់តាចាស់ហ៊ូនេះមិនមែនជាអ្នកស្រុកទេគ្រួសារគាត់ឈួតហើយហើយហ៊ូហ្វឺឥឡូវយកទុកចាស់យើងទៅចតនៅកន្លែងពូហ៊ូចតនៅកន្លែងពូហ៊ូត្រូវហើយយើងខ្វះកន្លែងចតមួយចតនៅកន្លែងទុកថ្លៃមួយថ្ងៃ100 យ៉នពីនេះទៅចតនៅទីនោះថៅកែបើពូហ៊ូត្រឡប់មកវិញហើយរករឿងវិញធ្វើចាំគាត់រស់ត្រឡប់មកវិញសិនហ្វឺនកុំខ្លាចយើងជិតដល់តំបន់ត្រីហ្វុងធំហើយពេលនោះត្រូវប្រញាប់ទម្លាក់សំណាញ់បាទបងចេនខ្ញុំស្ដាប់តាមបញ្ជាបងខ្ញុំប្រាប់ឲ្យទៅទី2ម៉ោងឲ្យអ្នកមើលថាប្រហែលជាមានហ្វូងត្រីធំលាក់ខ្លួនបងចេនពូស៊ីទុកចាស់នេះម៉ាស៊ីនខ្លាំងមែនរលកធំបែបនេះវានៅតែរត់លឿនជាងទុករបស់ចាងខុនទៅទៀតទុករបស់លោកតាគឺម៉ាស៊ីននាំចូលកម្រិតខ្ពស់ពីមុនចាស់តែនៅខ្លាំងខ្ញុំគិតថាពូស៊ីពីមុនប្រកាសជាមនុស្សមានរឿងរ៉ាវជួងទម្លាក់សំណាញ់ទៅបងសេនគ្មានម៉ាស៊ីនទាញទេទាញសំណាញ់ធ្ងន់បែបនេះឡើងពិបាកណាស់ជួងត្រូវចេះប្រើទុករពេលទូកក៏លាស់សំណាញ់យើងព្យាយាមទាញឡើងបន្តិចមិនបាច់ច្រើននឹងអាចទាញសំណាញ់នឹងត្រីជួងនិយាយត្រូវនេះហើយជាបច្ចេកទេសអ្នកនេសាទចាស់ត្រីក្រហមចូលចិត្តបែបនេះហើយជាហ្វូងនៅជម្រៅប្រហែល80រកចំណុចត្រូវទម្លាក់ម្ដងបានច្រើនជួងទាញសំណាញ់ឡើងបងចេនអស់ចាណាស់ចាប់បានត្រីក្រហមច្រើនសង្គ្រោះជីវិតហើយមេឃមិនដែលបិទភ្លើងឥឡូវបញ្ហាទាំងអស់នឹងដោះស្រាយជួងយើងគួរត្រឡប់វិញហើយពូស៊ីយើងត្រឡប់វិញ
ខ្ញុំខ្លាចព្យុះទៅមិនហ៊ានចេញសមុទ្រអ្នកណាដឹងថានៅកំពង់ផែក៏ខូចដែរព័ត៌មានថាព្យុះ20ឆ្នាំម្ដងខ្សែទាំងអស់ដាច់ទូកខ្ញុំឲ្យទូកថ្មីខ្ញុំមិនទាន់ចេញសមុទ្រផងចុះធ្វើម៉េចទៅខូចអស់ហើយព្រោះតែអ្នកដាំឡើយទូកទី1ឈរល្អនៅកន្លែងអ្នកថាឲ្យខ្ញុំយកកន្លែងពូខ្ញុំឲ្យគេរុញទូកមកទីនេះមុនព្យុះបើមិនអញ្ចឹងទេទូកនេះមិនខូចខ្ញុំក៏មិននឹកស្មានថានឹងបែបនេះមិនមែនអ្នកថាឲ្យយកកន្លែងតាស៊ីទេបើដឹងលទ្ធផលបែបនេះស្លាប់ក៏មិនយកកន្លែងគាត់ដែរបងឥឡូវធ្វើម៉េចទៅទូកយើង3គ្រឿងខូចអស់ថ្ងៃក្រោយរូបបែបណាមានទូកទៅប្រកលុយបាននិយាយអីក៏ត្រូវជួសជុលទូកលុយយើងទាំងអស់ទិញទូកថ្មី2គ្រឿងបំណុលទិញទូកដំបងនៅសល់យកអីទៅជួសមើលទូកណាជួសថោកជាងគេលក់ដីបញ្ចាំផ្ទះក៏ត្រូវជួសទូកឲ្យរួចសិនលក់ដីបញ្ចាំផ្ទះក៏ត្រូវជួសទូកឲ្យខាត់ប៉ុននេះខែនេះប្រហែលគ្មានត្រីសាម៉ុងធំទេធ្វើបែបនេះយប់មិញតម្លៃត្រីសាម៉ុងធំមួយពីរសប្តាហ៍ទៀតត្រីខាត់ធំតម្លៃត្រីឡើងជាក់ជីមិនខានបើថ្ងៃនេះមានត្រីសាម៉ុងខ្ញុំឲ្យ6សែនថែមទៀតក៏បានអត់មានទេកំពុងផែមង្ជើមួយរយៈនេះគ្មានខ្ញុំត្រូវទៅក្រុងផ្សេងរកលោកចៅកុំប្រញាប់ទៅខ្ញុំនឹងជួសទូកឲ្យពេលនោះចេញសមុទ្រចាប់ត្រីសាម៉ុងត្រីទាំងអស់លក់ឲ្យមានត្រីសាម៉ុងធំហើយខ្ញុំភ្លាមខ្ញុំមកមិនកើតក៏ឲ្យអ្នកផ្សេងមកដែរចាំបន្តិចឃើញបងឈឿនជួងទេឈឿនជួងនឹងឯងចង់លុយរហូតភ្លេចស្លាប់យប់មិញយកទូកចាស់ចេញសមុទ្រជោគឥឡូវប្រហែលស្លាប់ហើយថាបងឈឿនជួងចេញសមុទ្រលេងសើចទេខ្ញុំលេងសើចជាមួយលោកចៅអីលោកចៅល្អចឹងខ្ញុំរងចាំបងឈឿនជួងត្រឡប់ឯងរងចាំឈឿនជួងវាស្លាប់ប្រកាសចាំងខុនឯងមកអាក្រក់ណាស់អុយវ៉ាងសៀវយួនឯងស្លៀកពាក់ភ្លឺខ្លាំងម៉េចមកយកសពប្តីឯងហើយនេះជាសម្ពុតខ្ញុំពាក់រៀបការជាមួយជួងថ្ងៃនេះខ្ញុំពាក់មកកំដើម្បីរងចាំប្តីខ្ញុំត្រឡប់មកវិញដោយមើលប្តីខ្ញុំឈ្នះគេគ្មានប្រយោជន៍ទេប្តីឯងច្បាស់ជាស្លាប់ហើយជួងនឹងត្រឡប់មកវិញដោយសុវត្ថិគាត់ដឹងហើយថាព្យុះធំនៅកំពង់ផែមិនសុវត្ថិភាពឯងថាអីឈឿនជួងដឹងហើយឯងថាអីឈឿនជួងដឹងហើយបើឯងមិនក្បត់ជួងទេការខាត់បងនេះគាត់ប្រកាសជាជួយអ្នកឲ្យរួចអីវ៉ាន់តែអ្នកស្គាល់តែលុយមិនស្គាល់មនុស្សលុយដែលអ្នករកបានដោយព្រះអង្គប្រកាសជាឲ្យអ្នកស្ដាយបន្ទុកខ្លួនឯងវិញបើអ្នកមិនលោកសហការជាមួយជេលើកនេះប្រហែលជារួចផុតពីគ្រោះថ្នាក់ដឹងមុនអីចែកគាត់ពាក់កណ្ដាលក៏នៅប្រសើរជាងនេះទៅទៀតនោះជាទុករបស់ដាឡាវស៊ូនឹងទេចេញជួងគេត្រឡប់មកវិញហើយមែនហើយជាទុករបស់ដាឡាវស៊ូខ្ញុំដឹងហើយខ្ញុំដឹងថាជួងនឹងត្រឡប់មកវិញដោយសុវត្ថិភាពជួងអូនមកវិញហើយប៉ាប្រពន្ធហេតុអ្វីបានជាមកខ្ញុំមិនស្រួលចិត្តទេចាំទុកអ្នកជោគសន្យាថានឹងត្រឡប់ខ្ញុំប្រកាសជាធ្វើបងចេញជួងលើកនេះចេញសមុទ្រលោកហឺលើកនេះបានផលល្អណាស់ភាគច្រើនជាត្រីខ្លាធំនិងត្រីថ្មពពត្រីខ្លាធំនិងត្រីលោកចៅសូមអញ្ជើញឡើងទូកត្រីទាំងអស់នៅក្នុងធុងទឹករស់រវើកទាំងអស់មានត្រីខ្លាធំទៀតល្អណាស់សុំនឹងតម្លៃបងប្រុសថ្ងៃនេះត្រីខ្លាធំខ្ញុំឲ្យ3500រៀលមានប៉ុន្មានខ្ញុំយកទាំងអស់ប្រពន្ធចាំខ្ញុំបន្តិចសុទ្ធតែជាទំនិញល្អថ្នាក់លើបងប្រុសសរុបប៉ុន្មានគីឡូយើងថ្លឹងប្រហែលមិនដល់2000គីឡូប្រហែល1700ទៅ800ខ្ញុំយកទាំងអស់ព្យុះនេះប្រកាសជាធ្វើឲ្យតម្លៃត្រីខ្លាធំឡើងខ្ញុំគិតតាម3500រៀល1គីឡូ1000យកមធ្យម1750គីឡូគិតជា600,000លោកចុងលោកមិនបាច់ថ្លឹងទេលើកមុនអ្នកថា2000លទ្ធផលគឺ2000ច្រើនជាងមិនខ្ញុំទុកចិត្តមិនបាច់ថ្លឹងទេល្អហើយបើដូច្នេះលោកចៅលោកឲ្យខ្ញុំ600,000ក៏បានល្អបងចេញជួងឲ្យលេខកិននៃខ្ញុំមកខ្ញុំនឹងផ្ទេរឲ្យអ្នកឥឡូវអីចេញជួងទៅចាប់បានត្រីធំម្ដងទៀតហើយចំពេលតម្លៃឡើងទៀតលើកនេះគាត់ចំណេញបានច្រើនលានឃើញគាត់ចំណេញហើយជឿចាប់ជាងស្លាប់ទៅទៀតឥឡូវគាត់មានលុយច្រើនហើយទៅមុខមិនសហការជាមួយយើងទៀតទេបើយើងមិនបានឆ្លុះជាមួយចេញជួងទេសិលមិញគាត់អាចយកទូកយើង3ចេញទៅសមុទ្រអាចចាប់បានត្រីធំរាប់សិបលានតែឥឡូវយើងមិនបានលុយសោះថែមទាំងខាតបង់ទ្រព្យសម្បត្តិគុំនិយាយអីខ្ញុំក៏ស្ដាយដែរតែស្ដាយមានប្រយោជន៍ពេលវេលាអាចត្រឡប់ទៅថ្ងៃចែកលុយវិញស្ថានភាពបច្ចុប្បន្នទោះយើងខ្ចីលុយជួសជុលទូកមួយក៏មិនប្រកាសថាចាប់បានហើយចេញជួងថ្ងៃនេះចំណេញមិនអាចត្រឡប់មកធ្វើការតែយើងងើបមុខវិញដូចម្ដេចតែត្រូវរកចំណុចចេញពីចេញជួងគាត់ចិត្តទន់លើកនេះចំណេញច្រើនខ្ញុំនឹងទៅខ្ចីលុយគាត់ជួយឲ្យគាត់ជួយនាំខ្ញុំចេញទៅសមុទ្រទៀតជួជីលោកធូលើកនេះចេញទៅសមុទ្រចំណេញបាន6លានយើងរស់ស្លាប់ជាមួយគ្នាខ្ញុំចង់ចែកអ្នកទាំងពីរម្នាក់1លានជួងជឿច្រើនពេកហើយថ្លៃជួមួយថ្ងៃត្រឹម$1ទេបងចេងលុយច្រើនពេកខ្ញុំគ្រាន់តែទៅជាមិនសមនឹងបាន1លានទេជួប្អូនស្រីអ្នកហ៊ាបនឹងចូលរៀននៅសាកលវិទ្យាល័យអូនប្រុសក៏ហ៊ាបលុយនេះអាចដោះស្រាយបញ្ហាទាំងអស់របស់ហើយលោកធូអ្នកមិនអាចនៅលើទូកឈើនោះជារៀនលុយនេះអាចទិញផ្ទះតូចមួយបន្ទប់នៅលុយដែលនៅសល់ទុកសម្រាប់ចាស់អរគុណបងចេងបញ្ហាគ្រួសារយើងដោះស្រាយអស់ហើយជួងជឿខ្ញុំចាស់ហើយគេមើលងាយគ្រប់ទីកន្លែងចេញឡុងអ្នកមើលថៃនេះទៅខ្ញុំស្ដាប់បង្គាប់អរគុណបងចេងអរគុណគ្រួសារខ្ញុំអាចងើបមុខខ្ញុំមានយោបល់តូចមួយទៀតមិនដឹងអ្នកទាំងអស់សួងបើមានគំនិតអីនិយាយមកខ្ញុំគ្រប់គ្រងគ្រប់យ៉ាងចាស់បងឆេងនិយាយមកខ្ញុំនឹងដើរតាមខ្ញុំចង់ទិញទូកនេសាទដែកធំមួយបើអ្នកទាំងអស់គ្នាព្រមអាចចេញលុយរួមគ្នាល្អណាស់ខ្ញុំគ្មានបញ្ហាខ្ញុំយល់ព្រមទាំងសងដែរលុយខ្ញុំក៏មិនមានប្រយោជន៍អីថាប៉ុន្មានខ្ញុំចេញប៉ុណ្ណឹងបដូរទៅទូកដែកធំល្អមួយយើងនឹងកាន់តែល្អឡើងបងឆេងខ្ញុំក៏គ្មានបញ្ហាពីនេះទៅខ្ញុំនឹងតាមបងឆេងអ្វីតាមបងឆេងទាំងអស់ឆេងសួងវាឈួតហើយមែនទេឲ្យវាម្នាក់1សែនពីរអ្នកនេះក្រក្រៀមមានតម្លៃអីឲ្យម្នាក់120,000ចាំងខុនអ្នកមិនទាន់ដឹងថាខុសត្រង់ណាទេបើពេលនោះអ្នកឲ្យឆេនស៊ូមួយយើងមិនមកដល់ថ្ងៃនេះទេខ្ញុំនឹងទៅសុំឆេនស៊ូត្រូវតែឲ្យវាជួយខ្ញុំស៊ូបងប្អូនអើយអ្នកត្រូវជួយខ្ញុំរឿងមុនខុសទាំងអស់ខ្ញុំមិនរក្សាខ្ញុំក្បត់សម្ភារៈសុំអ្នកនឹកថាយើងរៀនជាមួយគ្នាតាំងពីត្រូវតែជួយខ្ញុំចាំងខុនខ្ញុំថាហើយមិនធ្វើការជាមួយអ្នកទៀតទេទៅរកអ្នកផ្សេងវិញខ្ញុំខូចអស់ខ្ញុំជំពាក់បំណុលច្រើនសុំខ្ចីលុយខ្ញុំឲ្យខ្ញុំជួសជុលហើយជួយឲ្យខ្ញុំទៅចាប់ត្រីខ្លាំងលឿនសុំទានហើយស៊ូខ្ចីលុយសុំទោសខ្ញុំក្រុងទិញទូកគ្មានលុយលើសឲ្យអ្នកខ្ចីស៊ូងយើងស្គាល់គ្នាច្រើនឆ្នាំហើយអ្នកមើលឲ្យខ្ញុំវិនិច្ឆ័យអន្តរាយមិនបានសូមអាណិតខ្ញុំទាញខ្ញុំឡើងផងបើគេដឹងរឿងនេះមិត្តចាស់យើងគេច្បាស់ជាបន្ទោសថាអ្នកមើលគេសន្សំចាំងគុណការប្រាសិលធម៌សង្កត់ចិត្តខ្ញុំមិនមានប្រយោជន៍ទេឪពុកខ្ញុំឈឺត្រូវការលុយសង្គ្រោះជីវិតអ្នកក៏នៅតែបោកខ្ញុំដដែលអ្នកគិតថាអង្គុយលុតជង្គង់ខ្ញុំនឹងអាណិតអ្នកមិនទាន់មកទេច្បាស់ជាមកដល់ឆាប់ប៉ាម៉ាក់ខ្ញុំមកវិញហើយជួងជាឯងមកវិញហើយឬម៉ាក់ព្រួយចិត្តស្លាប់ហើយប៉ាម៉ាក់លើកនេះខ្ញុំចេញសមុទ្របាន4លានថ្លៃវះកាត់របស់ប៉ាខ្ញុំបានពេទ្យថារសៀលនេះនឹងរៀបចំវាល្អណាស់ព្រះពុទ្ធជួយមេត្តាមើលឃើញហើយ
ប៉ាកុំបារម្ភក្រោយវះកាត់រួចយើងនឹងនៅបន្ទប់ព្យាបាលថ្នាំប្រឆាំងការមិនយូរប៉ានឹងជាសេះស្បើយទាំងស្រុងជួងជឿឯងនឿយហត់សៀវយូឯងក៏នឿយហត់ដែរធ្វើឲ្យអ្នករាល់គ្នាខ្ញុំមានអារម្មណ៍មិនស្រួលចិត្តណាស់អ្នកឲ្យជីវិតខ្ញុំចិញ្ចឹមខ្ញុំថែទាំអ្នកព្យាបាលជំងឺនិងជាកាត់ប្រកិច្ចនឹងភារកិច្ចដ៏ត្រឹមត្រូវគ្រួសារត្រូវពឹងពាក់គ្នាជួយគ្នាទើបគ្រួសារអាចដើរទៅមុខដោយសុភមង្គលប៉ាម៉ាក់ជួយខ្ញុំជីវិតយើងនឹងកាន់តែល្អឡើងជួងជឿក្រោយវះកាត់បដូរតម្រងនោមប៉ាអញជាសេះស្បើយមែនទេកុំបារម្ភម៉ាក់ក្រោយបដូរតម្រងប៉ានឹងជាសេះស្បើយជួងជឿឯងនឿយហត់សម្រាប់ប៉ានិងគ្រួសារណាស់ហើយសៀវនានមានកូនប្រសាស្រីដូចឯងជាសំណាងរបស់ម៉ាក់និងប៉ាម៉ាក់ការរៀបការជាមួយបុរសដែលមានទំនួលខុសត្រូវក៏ជាសំណាងរបស់ខ្ញុំដែរពេទ្យការវះកាត់យ៉ាងម៉េចដែរការវះកាត់បានទុកឲ្យនៅមន្ទីរក្រោយ3ថ្ងៃអាចចេញពីមន្ទីរល្អណាស់តែអាចរស់បានយូរអង្វែងហើយអរគុណគ្រូពេទ្យអរគុណនេះជាទុកថ្មីរបស់យើងត្រីវៀតណាម048888អូនមកបងចេញទុកនេះធំណាស់ខ្ញុំគិតសម្រាប់ការនេសាទសមុទ្រពេលមីងជើបើកសមុទ្រយើងនេសាទត្រីក្រហមក្បែរឆ្នេរពេលមីងជើមានខ្យល់យើងទៅនេសាទត្រីមឹកនិងត្រីធូណាពេលរកបាន$5 លានយើងទិញទុកបន្ថែមមួយទៀតធ្វើយឺតតែមកពង្រីកបន្តិចម្ដងទុកនេះមានសមត្ថភាពនិងលិខិតអនុញ្ញាតពេញទម្ងន់និងម៉ាស៊ីនឧបករណ៍ជំនួយការសុទ្ធតែល្អក្នុងចំណោមទុកមួយសរុប$5 លានខ្ញុំដាក់4 លានយក80លោកឈូនិងជូជឿអ្នករាល់គ្នាដាក់5ដូច្នេះម្នាក់យក10ប្រាក់ចំណេញនាពេលអាណត្តិយើងចែកតាមសមាមាត្រនេះបងចាយខ្ញុំជឿអ្នកដូច្នេះអ្នកសម្រេចគ្រប់យ៉ាងខ្ញុំគ្រប់គ្រងដោយគ្មានបាត់បងចេញខ្ញុំបានខ្លាយជាម្ចាស់ភាគហ៊ុនដោយសារបងចេញជួយមើលថែខ្ញុំទុកចិត្តអ្នកមួយផ្ទះបានបញ្ចាំបើមិនងើបវិញទេយើងគ្មានអ្វីសល់កុំបារម្ភប្រាក់កម្ចីនេះគ្រប់ជួសជុលទុកពេលជួសជុលរួចនៅទាន់រដូវត្រីប្រកាសជារកលុយវិញតែយើងគ្មានបទពិសោធន៍នេសាទមិនអីទេខ្ញុំដាក់អ៊ីបលើទុកចេញជួគាត់ទៅណាយើងទៅណាទិញទុកត្រឹម3 លានជួសជុលអស់1 លានថ្លៃណាស់ផ្ទះក៏បញ្ចាំអស់ទុកនេះអាចជួយយើងបានប្រកាសជាបានខ្ញុំហៅថាចេញជួងជិបនេះខ្ញុំនឹងនាំទុកតាមគាត់ចាប់ត្រីក្រហមព្រៃបានខ្ញុំក៏ចាប់បានដែរខ្ញុំក៏ច្បាស់ជាអាចបងឲ្យគ្រូសាយើងពឹងផ្អែកលើបងហើយអូនអើយបងទៅវះកាត់ចប់មួយថ្ងៃមុខមាត់ភ្លឺខ្លាំងណាស់មែនហើយពេទ្យមកពិនិត្យក៏ថាការវះកាត់ល្អណាស់ដែរ2 ថ្ងៃទៀតអាចចេញពីអរគុណអ្នកទាំងអស់គ្នាដែលជួយសង្គ្រោះជីវិតឪពុក2 ថ្ងៃនេះសម្រាប់បានថ្មីយើងត្រៀមរួចរាល់ថ្ងៃនេះមុនថ្ងៃលិចនឹងចេញដំណើរខ្ញុំត្រឡប់មកវិញឪពុកក៏ចិត្តចេញពីមន្ទីរពេទ្យដែរនេះជាលើកដំបូងនៃទុកនេសាទលើកដំបូងមិនបាច់ច្រើនទេសូមឲ្យមានស្ថិរភាពខំប្រឹងឲ្យបានការចាប់ផ្ដើមល្អសួងឯងទទួលបាច់សំណាញ់និងទាញសម្ដៅស៊ូឯងទទួលកាន់ត្រីវិស័យខ្ញុំទទួលកំណត់ទិសដៅនិងផែនការបងឈិនកុំបារម្ភខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដឹកនាំក្រុមនេសាទបងថាពេលណាទម្លាក់សំណាញ់ខ្ញុំទម្លាក់បងថាពេលណាទាញសំណាញ់ខ្ញុំទាញមិនឲ្យយឺតសំបីតែសូមជឿខ្ញុំបើកទុកនេសាទជាង30ចង់ធ្វើបែបណាក៏មិនរាប់ណាទុកនៅក្នុងបងចង្អុលទៅណាខ្ញុំមានរលកធំប៉ុណ្ណាក៏ខ្ញុំមិនព្រិចភ្នែកដែរល្អត្រៀមគ្រប់គ្នាត្រៀមចេញដំណើរល្អពោហេតាមគាត់ទៅណាយើងទៅនោះចាំងឡាវទុកយើងប្រហែលជាតាមគាត់មិនអីទេខ្ញុំដាក់ឧបករណ៍កំណត់ទីតាំងលើគាត់ទៅណាក៏ខ្ញុំតាមទាន់អុយចាំងឡាវថាកំណត់ទីតាំងតាមទូរស័ព្ទអ៊ីបនឹងឬរបស់នេះប្រើល្អណាស់ដឹងពីកំណត់ទីតាំងផ្លូវឡានបើឯងបើកផ្លូវកណ្ដាលវាមិនដែលកំណត់ទីតាំងទៅផ្លូវក្រោយទេពូកែណាស់ចាំងឡាវកំណត់ទីតាំងបែបនេះប្រើលើទៅសមុទ្រឆ្ងាយទូរស័ព្ទនិងឧបករណ៍គ្មានសញ្ញាគ្មានប្រយោជន៍សោះខ្ញុំមិននឹកដល់ចំណុចអញ្ចឹងកំណត់ទីតាំងដាក់ឥតបើចង់តាមគាត់លើសមុទ្រមិនអាចទេតែបើនៅលើគប់វិញអាចដឹងថាគាត់ចេញពីកំពង់ផែពេលខ្ញុំមិនខ្វល់ថាគាត់ចេញយូរត្រឡប់ខ្ញុំចង់តាមគាត់រកកន្លែងត្រីខ្សាច់លឿងអត់មានចិត្តគិតអីទៀតហើយភ្លេចថារបស់នេះចេញសមុទ្រមិនដំណើរការមិត្តខ្ញុំគេយកវាទៅដាក់ឡានវិញអញ្ចឹងអត់ប្រយោជន៍អីបើកឲ្យពេញល្បឿនទៅបងចិនខាងក្រោយមានទុកមួយខ្ញុំទៅមើលតេឡេស្កូបដូចជាទុករបស់តាមយើងទំនងជាចង់ឲ្យយើងនាំទៅរកត្រីហ្វុងលោកស៊ីថាបើកពេញល្បឿនកិច្ចវាពូស៊ីបើកពេញល្បឿនកិច្ចវាតាមឲ្យតាន់ល្បឿនអត់បបម៉ែហើយតែល្បឿនមិនឡើងទុកអ្នកម៉ាស៊ីនចូលមែនទេចូលពិតប្រាកដចំណាយ3 លានតែកម្លាំងមិនស្មើទុក$2 លានទេមានរឿងអីហេតុអីលោកចាងហ្វាងទុកអ្នកថ្មីប្រកាសកម្លាំងខ្សោយស្ថិរភាពក៏មានបញ្ហាទៅអញ្ចឹងអ្នកខាតមិនអាចឲ្យបងប្អូនខ្ញុំលក់ទុកហើយខ្ញុំឃើញផ្ទាំងបញ្ជីមានស្នាមជួសជុលមិនមែនត្រូវគេបោកខ្ញុំទៅពិនិត្យម៉ាស៊ីនមកមើលអីហ្នឹងចាងហ្វាងខ្ញុំនឹងតាផុងចុះពិនិត្យហើយម៉ាស៊ីនទុកយើងខូចធ្ងន់ស្ទង់បាក់កំណាត់ភ្ជាប់បាត់ប្រេងរហែកប្រេងក៏ចិត្តអស់មិនអាចទេមិនក៏ដូច្នេះប្រញាប់ទើបចេញមកភ្លាមខូចធ្ងន់ចាងហ្វាងទុកអ្នកត្រូវគេបោកហើយម៉ាស៊ីនជួសជុលឧបករណ៍ដឹកនាំក៏ជួសសំបីឧបករណ៍ទំនាក់ទំនងឥឡូវយើងមិនអាចហៅជំនួយបានត្រូវចាំនៅទីនេះពេលទិញទុកមិនបានពិនិត្យទេខ្ញុំពិនិត្យហើយតែខ្ញុំមិនចេះម៉ាស៊ីនពិនិត្យមិនឃើញទេអ្នកស្គាល់ជាងជុងទេគាត់ពូកែខាងម៉ាស៊ីនណាស់រឿងតិចតួចបែបនេះគាត់មើលមួយប្រកាសជាឃើញភ្លាមទិញកប៉ាល់ធំបែបហេតុអ្វីមិនហៅគាត់មកជួយមើលទុកខ្ញុំអស់ហើយលោកចាងកប៉ាល់ដើរមិនរួចទេឡើយឧបករណ៍ទំនាក់ទំនងទូរស័ព្ទក៏គ្មាននៅទីនេះតែចាំតែកប៉ាល់ណាមួយឆ្លងកាត់សុំគេជួយហៅចុះរឿងចាប់ត្រីខ្សាច់ធំវិញលោកចាងយប់នេះសមុទ្រមានខ្យល់ព្យុះកម្រិត8យើងនឹងត្រឡប់ទៅវិញក៏មិនទាន់ដឹងដែរកុំគិតពីត្រីខ្សាច់ធំអីទៀតលោកចាងខ្យល់កំពុងតែខ្លាំងឡើងប៉ាយើងអស់កម្លាំងខ្យល់កម្រិត8យើងអាចនឹងក្រឡាប់បានត្រូវរកវិធីហៅអ្នកជួយខ្ញុំអត់ដឹងធ្វើម៉េចទូរស័ព្ទក៏គ្មានសញ្ញានៅលើប៉ាល់ក៏គ្មានសូម្បីតែប៉ាល់ណាមួយឆ្លងកាត់ក៏មិនធ្វើឲ្យខ្ញុំខូចអស់ហើយអ្នកទាំងអស់គ្នាពាក់អាវជីវិតបានត្រឹមត្រូវលោកចាងកប៉ាល់ទ្រាំមិនបានប្រញាប់ឡើងលោតចេញពីប៉ាល់ទៅលោកចាងនៅឈរស្ងៀមធ្វើប្រញាប់ពាក់អាវជីវិតទៅឯងចង់លេចទៅជាមួយកប៉ាល់ខ្ញុំពាក់ហើយប្រពន្ធប្រញាប់ខ្ចប់របស់រួចរៀបចំរត់ទៅហេតុអីបានជាត្រូវរត់ចាំងខុនវាបើកប៉ាល់ទៅសមុទ្រហើយបាត់ទំនាក់ទំនងសមុទ្រមានខ្យល់កប៉ាល់ចាស់នោះមិនអាចទ្រាំបានខ្ញុំខ្លាចវាមានគ្រោះថ្នាក់បើមានរឿងអីគេស៊ើបមកដល់យើងធ្វើចុះក្រុមហ៊ុនយើងវិញក្រុមហ៊ុនខ្លាញ់ទេទុកចោលចោះក្រុមហ៊ុនយើងវិញក្រុមហ៊ុនខ្លាញ់ទេទុកចោលចោះសំណាងល្អយើងជំពាក់គេខ្ញុំក៏មិនចង់លុយ6 សែនរបស់ចាងខុនយើងយកលុយទៅក្រុងចាប់ផ្ដើមជីវិតថ្មីល្អយើងទៅណាបានទៅអាស៊ីអាគ្នេយ៍លុយយើងទៅដល់នឹងអាចទិញចំការធំខ្លាយជាអ្នកជីវិតនឹងសុខសប្បាយដូចទេវតាស្ដាប់បងទាំងអស់
ជួយផង បងឆេងកប៉ាល់ធំនេះខុសគ្នាណាស់ទប់ទល់រលកធំមិនមានបញ្ហាទេទម្ងន់ធំនិងកម្លាំងម៉ាស៊ីនជាការធានាសុវត្ថិភាពល្អបំផុតបងឆេងពេលណាយើងទម្លាក់សំណាញ់ចិត្តដល់ពេលហើយឲ្យបងប្អូនប្រមូលផ្ដុំលើចាំខ្ញុំដោះឲ្យភ្លៀងរួចចុះទៅបានទម្លាក់សំណាញ់ត្រៀមបងឆេងបានត្រីលឿងមួយសំណាញ់មិនដែលអ្នកណាអាចចាប់ត្រីលឿងដល់ទៅ4ដងមិនមែនតែខ្ញុំទេគឺយើងទាំងអស់គ្នាព្រះជួយយើងជួយជឿខ្ញុំចង់យកប្រាក់ចំណូលពាក់បរិច្ចាគចាស់នៅនាងចៅឯងយល់ព្រមទេខ្ញុំគ្មានបញ្ហាទេបងជួងអ្នកពូកែណាស់លើកនេះពេញទៀតច្រើនជាង2លើកមុនទៀតអ្នកនេសាទពូកែបែបនេះរកទី2ពិបាកថ្ងៃនេះត្រីលឿងខ្ញុំឲ្យ15 សែនល្អតាមតម្លៃលោកចៅលើកនេះយើងបរិច្ចាគ8 សែនខ្ញុំឲ្យ15 សែនល្អតាមតម្លៃលោកចៅលើកនេះយើងបរិច្ចាគ8 សែនថ្ងៃនេះខ្ញុំជាអ្នកនេសាទនៅសមុទ្រចាប់បានត្រីលឿងតម្លៃ15 សែនប្រធាននៅប៉ាល់ឆេនជួងបន្ទាប់ពីទទួលជាមួយដៃគូ2អ្នកស៊ូសានឈ្មោះចាងហើយបរិច្ចាគទៅមជ្ឈមណ្ឌលជួយឧបត្ថម្ភប្រាក់ចំនួន8បង្កើតកំណត់ត្រាថ្មីជាចំនួនទឹកប្រាក់បរិច្ចាគសូមទស្សនារបាយការណ៍ពីអ្នកយកព័ត៌មានរបស់លោកចេនសូមសួរថាអ្វីបានជាលោកសម្រេចចិត្តបរិច្ចាគ8 លានយ៉នឪពុកខ្ញុំទើបតែឈឺធ្ងន់ធ្វើឲ្យខ្ញុំដឹងត្រូវយកចិត្តទុកដាក់លើមនុស្សចាស់ឲ្យបានច្រើនសុភាសិតថាគោរពចាស់ដូចគោរពឪពុកខ្លួនឪពុកខ្ញុំជាសះស្បើយប៉ុន្តែនៅមានឪពុកអ្នកដទៃទៀតដែលយើងមានការប្រកិច្ចជួយពួកគាត់ចិត្តសប្បុរសរបស់លោកចេងជួងចំពោះចាស់ជរាធ្វើឲ្យមនុស្សជាច្រើនជាពិសេសពាក្យថាគោរពចាស់ដូចគោរពឪពុកខ្លួនបង្ហាញពីទំនួលខុសត្រូវរបស់សង្គមចំពោះនិងអាកប្បកិរិយាដែលគេដឹងថាលោកចេនកាលពីកណ្ដាលព្រួយរកលុយវះកាត់ឪពុកទើបរកលុយបានដំបូងក៏បរិច្ចាគច្រើនម្លេះពិតជាគួរឲ្យសរសើរណាស់បងឲ្យមានរឿងអីមិនមែនបងចេញមកមន្ទីរពេទ្យធ្វើអីប្រពន្ធទុកយើងលិចហើយខ្ញុំស្ទើរស្លាប់ក្នុងសមុទ្រថាអីទុកលិចធ្វើមិនបានអញ្ចឹងដើម្បីសង្គ្រោះគាត់យកផ្ទះទៅលើទុកលិចយកលុយណាសោះខ្ញុំក៏មិនដឹងថាទុកនឹងលិចបងប្អូនជីដូនមួយខ្ញុំលក់ទុកជួសជុលទាំងម៉ាស៊ីនមានបញ្ហាទើបចេញដល់សមុទ្រឆ្ងាយទុកក៏ជប់នេះមានខ្យល់ទុកក៏ត្រូវរលកបោកបែកខ្ញុំថាឲ្យបងប្អូនជីដូនឯងមិនជឿឥឡូវហើយត្រូវគេបោកបំផ្លាញគ្រួសារមិនបានទេយើងទៅរកគាត់ឥឡូវលីវផេងចេញមកក្រៅបងប្អូនជីដូនមួយឯងនឹងប្រពន្ធគាត់រត់ចោលហើយឬគាត់រត់ចោលហើយអញ្ចឹងខ្ញុំធ្វើម៉េចអាក្រោះនេះរត់ចោលមែនបើចាប់បានខ្ញុំនឹងបាក់ជើងវាធ្វើម៉េចទៅគាត់ដឹកទំនិញពីទូទឹកក៏យើងជាង1 លានមិនទាន់ឲ្យលុយទេលីវផេងយើងជាសាច់ញាតិនឹងគ្នាណាឯងបោកខ្ញុំទៀតឯងជាមនុស្សឬអត់មិនអាចទទួលយកបែបនេះជាការបោកប្រាស់ជាបទក្រិតឯងត្រូវតែចាប់វាឲ្យបានផ្ទះខ្ញុំខូចអស់ដោយសារឯងទាំងអស់ឯងថានឹងចេញពីវិបត្តិទើបខ្ញុំយល់ព្រមបញ្ចាំឥឡូវទុកក៏បាត់លុយក៏អស់ផ្ទះក៏ត្រូវរឹបអូទុកទី1ជំពាក់ប្រាក់កម្ចីជាមួយជួសជុលទុកបញ្ចាំផ្ទះនៅជំពាក់មួយជីវិតល្អឯងបំផ្លាញអស់ស្ដីបន្ទោសលីវផេងអាក្រោះវាបោកខ្ញុំ6 លានដោយទុកចាស់ពី6 លានណាខាងអន្តោប្រវេសន៍លីវផេងអាក្បត់វាយកប្រពន្ធរត់ទៅហ្វីលីពីនលុយមិនអាចដេញតាមវិញកម្ចីទិញទុកនិងជួសជុលនៅជំពាក់ច្រើនលើកនេះយើងអស់ផ្លូវហើយខ្ញុំខូចចិត្តសប្តាហ៍ថ្ងៃដោយសារបើឯងមិនជិះជាន់ជេនជុំយើងមិនអាចនៅជាមួយគ្នាទៀតលេងលេះគ្នាប្រពន្ធកុំបោះបង់ខ្ញុំពេលនេះប្រពន្ធកុំទៅប្រពន្ធឥឡូវខ្ញុំគ្មានអ្វីសោះទេមិនអាចបាត់បង់អូនទៀតទេប្រពន្ធចាំងខុនខ្ញុំរៀបការជាមួយឯងដើម្បីជីវិតមិនមែនមករងទុកជាមួយឯងទេឯងជាអ្នកធ្វើឲ្យផ្ទះទេស្អាតហើយអ្វីឲ្យខ្ញុំរងទុកជាមួយឯងហាឲ្យឯងនិយាយឲ្យឯងនិយាយជួងតើនេះជាឡានដែលឯងទិញឬម៉ាក់នេះជាឡានដឹកទំនិញក្នុងស្រុកប្រើប្រាស់ក្នុងផ្ទះខាងក្រោយអាចដឹកខ្ញុំយកទៅកំពង់ផែដឹកស្រួលជាងមុនចម្លៃក៏ថោកដែរម៉ាក់ជួងគាត់ធ្លាប់សន្សំសំចៃទោះរកលុយបានច្រើនក៏មិនចង់ខ្ជះខ្ជាយឡាន Bermu ឬ Mercedes គាត់មិនគិតទេចង់គ្រប់គ្រងផលិតផលធ្វើការពិតប្រាកដល្អណាស់មិនថាមានលុយឬអត់ទេត្រូវតែឈរលើដេររឹងមាំមិនត្រូវភ្លេចឬស្គលទេត្រូវតែគ្រប់គ្រងទំនិញក្នុងស្រុកសួងឯងធ្វើបានល្អណាស់ហើយការបរិច្ចាគលុយរបស់ឯងក៏ល្អដែរប៉ាពិតជាមានមោទនភាពណាស់តាំងពីតូចមកប៉ាបង្រៀនខ្ញុំកុំឲ្យខ្ញុំចងចាំជានិច្ចចេញប៉ានៅអស់សង្ឃឹមពាក់កណ្ដាលជីវិតតែងតែគិតថាខ្លួនឯងគ្មានតែពេលឃើញឯងមានទំនួលខុសត្រូវស្រាប់តែគិតថាពាក់កណ្ដាលលែងអស់សង្ឃឹមទៀតហើយប៉ាលោកអស់កម្លាំងពាក់កណ្ដាលជីវិតសម្រាប់គ្រួសារជាអ្នកសាងសង់ធំបើគ្មានការខិតខំរបស់លោកទេតើយើងចឹងឯងឡើងឡានទៅលោកហ៊ូអ្នកត្រូវការមនុស្សទេខ្ញុំនៅទីនេះមានតែខ្ញុំនឹងគូគ្រប់គ្រាន់ហើយមិនត្រូវការមនុស្សទៀតទេលោកហ៊ូមិនអាចឲ្យខ្ញុំធ្វើការបន្តិចបានទេខ្ញុំអាចបោះសំណាញ់ឲ្យអ្នកបានទេសុំទោសលោកចាងជីវិតខ្ញុំក៏តឹងណែនដែរជាមិនអាចជួមនុស្សបានលោកលីវអ្នកជ្រើសរើសកម្មករលោកចាងខ្ញុំជាអ្នកតូចមិនអាចជួលោកពូធំបានខ្ញុំដឹងថាពីមុនខ្ញុំមិនល្អតែពេលនេះខ្ញុំពិតជាគ្មានផ្លូវទៅណាទេសូម្បីតែឲ្យខ្ញុំញ៉ាំបន្តិចក៏សុំទោសលោកចាងខ្ញុំពិតជាមិនចេះសួរនៅវីឡាមើខ្ញុំសួរពេញមួយថ្ងៃណាក៏មិនចង់ខ្ញុំដែរខ្ញុំបានបញ្ជាទិញទុកពេលនោះជួឯងទៅធ្វើប្រធានកប៉ាល់នៅទុកនោះបាត់អ្នកដំណើរសួងសុំជួយខ្ញុំផងសួងទុករបស់ខ្ញុំប្រពន្ធផ្ទះអស់ហើយឥឡូវគ្មានកន្លែងនៅឯងមិនអាចមើលខ្ញុំស្លាប់ទេចាងខុនខ្ញុំមិនជួយអ្នកណាដែរស្ទើរតែសម្លាប់ប៉ារបស់ឯងទៅចោះចាំងខុនឲ្យបើដឹងថ្ងៃនេះហេតុអ្វីបានជាធ្វើដើមដំបូងធ្វើមនុស្សត្រូវតែស្មោះត្រង់